សួស្តីបងប្អូនទាំងអស់គ្នាយប់នេះចេញមកឡើងទៀតហើយដំណើរខ្មោចនៅយប់នេះទើបតែកាត់ឡើងដែរទេប្រហែលជា5ឆ្នាំមុនហើយជារឿងរ៉ាវរបស់បងប្រុសម្នាក់ឈ្មោះថារាជដែលបងរាជគាត់គឺជា graphic designer គាត់ជាអ្នក design poster ឬក៏ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មអីផ្សេងៗណាហើយដោយសារតែគាត់ជា graphic designer ហ្នឹងគាត់ថាជាទូទៅគាត់តែងតែធ្វើការងារយប់ជ្រៅអានេះគឺទូទៅហ្មងសម្រាប់អ្នករៀន design គឺដឹងហើយគឺចូលចិត្តធ្វើការយប់អ្នកខ្លះសឹងតែដាច់យប់ទៀតអត់គេងអត់ដេកអត់ពួនអីទេហើយបងរេចគាត់បែបហ្នឹងប៉ុន្តែការដែលគាត់នៅកំឡោះគាត់ធ្វើការបែបហ្នឹងគាត់ជួលបន្ទប់គេនៅដោយសារតែខ្លួនមួយវាស្រួលប៉ុន្តែក្រោយៗមកហ្នឹងពេលដែលគាត់មានគ្រួសារគាត់រៀបការជាមួយនឹងប្រពន្ធរបស់គាត់ហើយប្រពន្ធគាត់ហ្នឹងឈ្មោះថាលក្ខណាហើយពេលដែលគាត់រៀបការហើយដំបូងឡើយគាត់នៅបន្ទប់ជួលធម្មតាទេគឺនៅបន្ទប់ជួលសិនណាដោយសារតែការនោះអត់សូវមានលុយប៉ុន្តែគាត់ថាគាត់នៅបន្ទប់ជួល2នាក់ប្តីប្រពន្ធគាត់ហ្នឹងរហូតតតែចៅលក្ខណៈប្រពន្ធគាត់មានផ្ទៃពោះបាន5ខែបានបងរេចគាត់ចាប់ផ្ដើមចង់រកកន្លែងជួលថ្មីហើយកន្លែងជួលថ្មីហ្នឹងគាត់ចង់ទៅជួលផ្ទះដោយសារតែគាត់គិតថាផ្ទះវាស្រួលនៅជាងវាធំជាងហើយបើសិនជាកូនគាត់កើតមកនៅផ្ទះជួលទៅវាមានខ្យល់អាកាសចេញចូលនិយាយទៅវាល្អជាងនៅបន្ទប់ជួលណាអញ្ចឹងបងរេចគាត់គិតបែបហ្នឹងគាត់ក៏ដើររកផ្ទះជួលទៅហើយផ្ទះជួលដែលគាត់រកកាលនោះគឺគាត់រកនៅជាយក្រុងនៅម្ដុំប្រែកភ្នៅអានេះគាត់ប្រាប់ច្បាស់មកអញ្ចឹងហ្មងប៉ុន្តែគាត់ថាពិបាករកណាស់ពីព្រោះផ្ទះដែលគេដាក់ជួលភាគច្រើនគឺជាផ្ទះបុរីហើយបងរេគាត់អត់ចង់ជួលផ្ទះបុរីទេដោយសារផ្ទះបុរីវាហោបវាអត់សូវមានខ្យល់អាកាសចេញចូលស្រួលអញ្ចឹងគាត់ទៅរកផ្ទះណាដែលមានទីធ្លាហើយមានដីជុំវិញអាចឲ្យយើងហាលកៅអៅឬមួយក៏វារៀងឆ្លាស់បន្តិចណាហើយណាមួយរយៈនោះបងរេគាត់ថាគាត់រៀងរកលុយបានប៉ុន្តែមិនរកបានច្រើនណាស់ទេគាត់ថាគាត់មានសមត្ថភាពអាចជួលផ្ទះបានណាអញ្ចឹងគាត់ចង់រកផ្ទះបែបនោះហើយគាត់ក៏ដើររកទៅហើយគាត់ថាគាត់ចំណាយពេលរកបែបហ្នឹងចិត្តមួយអាទិត្យបានគាត់ទៅជួបនឹងផ្ទះមួយខ្នងដែលផ្ទះមួយខ្នងនោះគឺជាប្រភេទផ្ទះវីឡាហើយវាមានដីជុំវិញប្រហែលជា2ម៉ែត្រអាចឲ្យយើងដើរបានដាំផ្កាដាំលេងតែងទួយបានហើយបើនៅមុខផ្ទះមានដើមស្វាយធំដើមនិយាយទៅមើលទៅបរិយាកាសល្អស្រឡះហើយវាតិចនៅក្រោមដើមស្វាយដើមអីចឹងណាចាំមករេគាត់ឃើញហើយគាត់ចាប់អារម្មណ៍គាត់ក៏តាក់ទងទៅលេខទូរស័ព្ទដែលគេបញ្យួរនៅមុខផ្ទះហើយពេលដែលគាត់ខលទៅគាត់ឮសំឡេងអ៊ំប្រុសម្នាក់នៅក្នុងទូរស័ព្ទហ្នឹងណាអញ្ចឹងមករេគាត់ក៏សួរព័ត៌មានលម្អិតទៅសួរថាផ្ទះហ្នឹងអ៊ំដាក់ជួលមែនហើយអ៊ំដាក់ជួលតម្លៃមិនដែរចង់ដឹងចង់ចូលទៅមើលអីចឹងទៅហើយដល់ពេលគាត់និយាយមួយអ៊ំម្នាក់ហ្នឹងមកសាទូហើយបានក្រោយពីហ្នឹងប្រហែលជា7-20នាទីបានអ៊ំប្រុសម្នាក់ហ្នឹងគាត់ជិះឡានមកហើយគាត់ជិះឡានមកដល់គាត់ក៏ចតចុះមកនិយាយជាមួយនឹងបងរាជមកសាទូទៀតទៅគាត់ក៏បើកទ្វារលបងឲ្យបងរាជចូលទៅមើលខាងក្នុងហើយពេលដែលចូលទៅកាន់តែចិត្តផ្ទះមួយខ្នងហ្នឹងបងរាជគាត់ថាផ្ទះមួយខ្នងហ្នឹងមានសភាពរាងចាស់បន្តិចប៉ុន្តែវានៅមាំវាអាចឲ្យយើងរស់នៅបានណាហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតហ្នឹងគឺតម្លៃបងរាជគាត់ថាពេលដែលគាត់សួរតម្លៃអ៊ំប្រុសម្នាក់ហ្នឹងអ៊ំប្រុសម្នាក់ហ្នឹងគាត់ថាគាត់ជួលឲ្យតម្លៃតែ$100ទេក្នុងមួយខែហើយបងប្អូនគិតមើលទៅផ្ទះវីឡាមានដីជុំវិញផ្ទះហើយផ្ទះប៉ុណ្ណានៃជួលឲ្យយើងតែ$100ទេហើយបងរាជគាត់ថាពេលដែលគាត់ជួលបន្ទប់ជួលគាត់អស់មួយខែ70បន្ទប់ជួលដែលគាត់ជួលហ្នឹងវារៀងថ្លៃគួរសមហើយឥឡូវមកជួលផ្ទះថែមតែ30រៀលទៀតហ្នឹងអញ្ចឹងបងប្អូនគិតទៅមិនថាគាត់មិនថាយើងទេមែនទេគាត់តែលឺប៉ុណ្្នឹងគឺដឹងតែចាប់អារម្មណ៍បាត់ហើយអញ្ចឹងបងរាជពេលហ្នឹងគាត់ពេញចិត្តមែនតើហើយអ៊ំប្រុសម្នាក់ហ្នឹងគាត់ក៏ប្រាប់ពីហេតុផលដែរណាគាត់ថាគាត់ជួលឲ្យតម្លៃថោកបែបហ្នឹងដោយសារតែគាត់លែងនៅនឹងហើយផ្ទះនេះអត់មានអ្នកណានៅទៀតទេកូនគាត់គេមានផ្ទះមានអីរៀងខ្លួនហើយអ៊ំប្រុសហ្នឹងគាត់ថាគាត់បដូរទៅនៅបាត់ដំបងអញ្ចឹងផ្ទះហ្នឹងគាត់ទុកចោលអញ្ចឹងក៏គាត់ជួលតម្លៃឲ្យធូរទៅឲ្យជួយមើលផ្ទះគាត់ផងណាហើយបងរេគាត់ឮអញ្ចឹងគាត់ក៏អត់មានឆ្ងល់ឬក៏សង្ស័យអីដែរប៉ុន្តែអ៊ំប្រុសម្នាក់ហ្នឹងគាត់ថាពេលដែលជួលនៅផ្ទះមួយហ្នឹងគាត់សុំតែមួយយ៉ាងទេគាត់ថាផ្ទះមួយខ្នងហ្នឹងបងរេអាចទៅកន្លែងណាចូលកន្លែងណាក៏បានដែរប៉ុន្តែបន្ទប់ឃ្លាំងដាក់អវ៉ាន់នៅក្រៅផ្ទះអ៊ំប្រុសម្នាក់ហ្នឹងគាត់សុំអត់ឲ្យបងរេប្រើទេហើយបន្ទប់ឃ្លាំងដាក់អវ៉ាន់មួយនោះគឺវានៅជាប់នឹងចក្រានបាយចក្រានបាយខាងក្រោយប៉ុន្តែបន្ទប់ដាក់អវ៉ាន់ហ្នឹងទ្វារចូលពីខាងក្រៅអញ្ចឹងយើងចង់ចូលបន្ទប់ដាក់អវ៉ាន់ហ្នឹងយើងតតែចេញទៅក្រោយផ្ទះសិនហើយបើយើងបើកទ្វារពីខាងក្រៅហ្នឹងបើយើងចូលទៅក្នុងបានគឺអ៊ំម្នាក់ហ្នឹងគាត់សុំបន្ទប់មួយហ្នឹងដោយសារតែគាត់ថាមានអវ៉ាន់មានអីនៅក្នុងនឹងច្រើនអញ្ចឹងគាត់មិនដឹងយកអវ៉ាន់ទៅណាគាត់ក៏សុំមកបន្ទប់ហ្នឹងទៅហើយបងរេគាត់ឮអញ្ចឹងក៏ដូចជាគ្មានបញ្ហាអីទេដោយសារតែផ្ទះប៉ុណ្ណានៃអញ្ចឹងអ៊ំប្រុសម្នាក់ហ្នឹងគាត់សុំតែបន្ទប់ដាក់អវ៉ាន់មួយហ្នឹងកុំឲ្យបងរេប្រើបងរេក៏អូខេតាមហ្នឹងវាមិនមែនជាបញ្ហាអីធំដុំណា
chẳng bồng rễ cọt mưa hao cọt đào từ quanh tầm mau ở hói cọt thà cọt bình chất nè chẳng cọt có sự mẹ chất chúaแต่มาขนองនឹងទៅហើយក្រោយពេលដែលបងលុយធ្វើឯកសារធ្វើអីរួចរាល់អស់ហើយពីអ្នកគាត់នឹងក៏ចាប់ផ្ដើមរើអវ៉ាន់ចូលទៅនៅហើយបងរេជាមួយនឹងប្រពន្ធរបស់គាត់ថាគាត់នៅក្នុងផ្ទះមួយខ្នងហ្នឹងមួយខែដំបូងអត់មានបញ្ហាអីទេនិយាយទៅរស់នៅស្រួលហើយចាយលក្ខណៈប្រពន្ធគាត់នឹងក៏សប្បាយចិត្តដែរដោយសារតែផ្ទះវិទ្យាល័យវាមានដីឲ្យគាត់អាចដើរហាត់ប្រាណបាននិយាយដូចថាគាត់សប្បាយចិត្តបានកន្លែងល្អនៅប៉ុន្តែចូលទៅដល់ពាក់កណ្ដាលខែ2ដែលថ្ងៃនោះបងរេគាត់ថាគាត់អង្គុយនៅបន្ទប់ទទួលភ្ញៀវហើយពេលហ្នឹងគឺយប់ជ្រៅហើយប្រហែលជាម៉ោង1យប់បងរេគាត់កំពុងទៅនៅ design នៅឯការងាររបស់គាត់ហ្នឹងហើយពេលហ្នឹងគាត់នៅតែម្នាក់ឯងទេប្រពន្ធគាត់គេនៅក្នុងបន្ទប់ប៉ុន្តែបងរេគាត់ថាអំឡុងពេលដែលគាត់អង្គុយ design graphic របស់គាត់សុកហ្នឹងស្រាប់តែគាត់ធំក្លិនប្រេងកាឡាហើយមិនត្រឹមតែក្លិនប្រេងកាឡាទេក្លិនស្លាម្លូអីក៏វាភាយមកដែរហើយភាយមកច្បាស់មែនទែនទាំងដែលបងរេអត់មានប្រើប្រេងកាឡាអត់មានប្រើស្លាម្លូអីទេប៉ុន្តែអាក្លិនទាំងអស់ហ្នឹងវាភាយមកដោយរបៀបថាមានប្រេងកាឡានៅជិតគាត់គឺក្លិនច្បាស់មែនទែនហើយបងរេគាត់ងាកមើលគាត់រកអាក្លិនមួយហ្នឹងទៅប៉ុន្តែងាកមើលយ៉ាងណាក៏អត់មានឃើញអីដែរគឺគ្រប់យ៉ាងស្ងាត់ជ្រាបជំវិញផ្ទះគាត់ក៏ស្ងាត់គឺមានតែក្លិនណាអញ្ចឹងបងរេគាត់ក៏គិតថាប្រហែលជាក្លិនហ្នឹងវាមកតាមខ្យល់ឬក៏វាបក់មកពីផ្ទះគេអីចឹងទៅចិត្តតែគិតណាដោយសារតែគាត់អត់ប្រើប្រេងកាឡាប៉ុណ្ណឹងហ្នឹងគឺជាហេតុការណ៍តែងទួចហើយកន្លងពីហ្នឹងប្រហែលជា 3-4 ថ្ងៃទៅមុខទៀតបានចាយលក្ខណៈអានេះអ្វីដែលចាយលក្ខណៈប្រាប់បងរាជគឺចាយលក្ខណៈគាត់ថាពេលដែលបងរាជចេញទៅក្រៅគឺបងរាជហ្នឹងការងារគាត់ខ្លះគាត់ត្រូវចេញទៅក្រៅហើយខ្លះម៉ោង 7-8 យប់បានគាត់មកវិញអញ្ចឹងពេលដែលចាយលក្ខណៈគាត់នៅផ្ទះតែឯងហ្នឹងគាត់ថាមានល្ងាចមួយគាត់កំពុងតែនៅក្នុងផ្ទះកំពុងតែអង្គុយចុចទូរស័ព្ទសុកស្រាប់តែគាត់ឮសំឡេងបោះសម្រាមឮសំឡេងដូចរបៀបមនុស្សយកអំបោះស្លឹកឈើបោះវូតបោះយឺតដូចរបៀបមនុស្សចាស់មិនសូវមានកម្លាំងប៉ុន្តែគាត់ព្យាយាមបោះសម្រាមអញ្ចឹងណាអាហ្នឹងអ្វីដែលចាយលក្ខណៈគាត់ឮគឺឮយឺតហើយអាសំឡេងដែលគាត់ឮហ្នឹងគាត់ថាគាត់ឮនៅកលៀតផ្ទះរបស់គាត់និយាយទៅឮនៅក្នុងដីក្នុងបរិវេណផ្ទះរបស់គាត់អញ្ចឹងដល់ពេលចាយលក្ខណៈគាត់ឮបែបហ្នឹងគាត់មិនឆ្ងល់គាត់មិនត្រូវងើបទៅមើលអញ្ចឹងចាយលក្ខណៈគាត់ក៏បើកទ្វារចេញទៅក្រៅមើលប៉ុន្តែពេលដែលចេញទៅក្រៅមើលអត់មានឃើញអីទេហើយស្លឹកឈើដែលជ្រុះទាំងប្រមាណក៏វានៅដូចដើមនិយាយទៅអត់មាននរណាមកបោះស្លឹកឈើបោះអីទេគឺវាមានតែសំឡេងហើយចាយលក្ខណៈប្រពន្ធគាត់ហ្នឹងក៏យកអារឿងហ្នឹងមកប្រាប់បងរាជហើយបងរាជចេះតែរកហេតុផលទៀតគាត់ថាប្រហែលជាអូនឯងឮសំឡេងពីផ្ទះអ្នកផ្សេងប្រហែលជាផ្ទះអ្នកផ្សេងបោះទេមិនមែនផ្ទះហ្នឹងទេអញ្ចឹងណានិយាយទៅចេះតែនិយាយលួងលោមប្រពន្ធកុំឲ្យប្រពន្ធខ្លាចហើយរហូតដល់យប់មួយទៀតដែលពេលហ្នឹងគឺម៉ោង 2 យប់ហើយម៉ោង 2 យប់ពេលហ្នឹងបងរាជគាត់ថាគាត់កំពុងតែអង្គុយធ្វើការនៅបន្ទប់ទទួលភ្ញៀវប៉ុន្តែពេលហ្នឹងគឺម៉ោង 2 យប់ហើយគាត់កំពុងតែរៀបបិទកុំព្យូទ័របិទអីដើម្បីចូលគេងណាប៉ុន្តែអាពេលដែលគាត់រៀបនឹងបិទកុំព្យូទ័រហ្នឹងស្រាប់តែបងរាជគាត់ឮសំឡេងបុកអ្វីម្យ៉ាងដោយរបៀបត្បាល់បុកឬមួយក៏គេកំពុងតែបុកអីប៉ុកហើយសំឡេងដែលគាត់ឮហ្នឹងបងរាជគាត់ថា 100% គឺជាសំឡេងបុកស្លាម្លូដោយសារតែបងរាជគាត់ធ្លាប់ឃើញគាត់ធ្លាប់ឮចាស់បុកអញ្ចឹងបងរាជគាត់គ្រាន់តែឮភ្លាមគាត់នឹកទៅដល់ស្លាម្លូផ្លែតអញ្ចឹងគាត់ថាអាសំឡេងហ្នឹងគឺជាសំឡេងបុកស្លាម្លូហើយបងប្អូនដឹងអាសំឡេងហ្នឹងវាឮមកពីណាអត់គឺអាសំឡេងដែលបងរាជឮហ្នឹងវាឮចេញមកពីចក្រានបាយខាងក្រោយគឺគាត់ថាឮច្បាស់មែនតើឮឡើងដល់ថ្នាក់បងរាជព្រឺសបុលពេលហ្នឹងហើយបងរាជគាត់ថាពេលហ្នឹងទោះបីជាគាត់ព្រឺសបុលគាត់រៀងញើតគាត់រៀងខ្លាចដែរប៉ុន្តែដោយសារតែគាត់ជាប្រុសគាត់ជាមេគ្រួសារអញ្ចឹងទោះបីជាគាត់ខ្លាចគាត់រៀងញើតក៏គាត់ត្រូវទៅដើរទៅមើលដែរពីព្រោះខ្លាចចោលខ្លាចអីចូលផ្ទះទៅធ្វើម៉េចមែនទេអញ្ចឹងបងរាជហ្នឹងគាត់ក៏ដើរទៅមើលហើយពេលដែលគាត់ដើរទៅមើលពេលហ្នឹងចក្រានបាយខាងក្រោយអត់បើកភ្លើងទេគឺវានឹងងងឹតហើយកងតាក់បើកភ្លើងនៅចក្រានបាយខាងក្រោយហ្នឹងគឺវានៅក្នុងចក្រានបាយតតែគាត់ដើរចូលទៅចក្រានបាយសិនណាបានបើកភ្លើងបានអញ្ចឹងពេលនោះចក្រានបាយគឺវានឹងងងឹតទេពីព្រោះគាត់ដើរអត់ទាន់ដល់អញ្ចឹងពេលដែលគាត់ដើរមិនទាន់ដល់ហ្នឹងបងរ៉ាត់គាត់ក៏យកភ្លើងទូរស័ព្ទflash ទូរស័ព្ទហ្នឹងគាត់បើកចាំងទៅចក្រានបាយហើយពេលដែលគាត់ចាំងចូលទៅក្នុងចក្រានបាយគាត់ថាសំឡេងបុកស្លាម្លូមុនហ្នឹងវាបាត់ទៅវិញហើយប៉ុន្តែអ្វីដែលគាត់ទទួលបានពេលហ្នឹងគឺក្លិនប្រេងកាឡាហើយនឹងក្លិនស្លាម្លូគាត់ថាជះមកខ្លាំងមែនទែនដូចជាមាននរណាលាបប្រេងកាឡាហើយឈរក្បែរគាត់គាត់ថាធំក្លិនខ្លាំងណាស់អញ្ចឹងបងរាជហ្នឹងបញ្ញាប់ទៅបើកកងតាក់
បើកងតាក់ភ្លើងចក្រានបាយឲ្យភ្លឺទៅហើយពេលដែលគាត់បើកភ្លើងនៅចក្រានបាយហើយគាត់ថាអត់មានឃើញមនុស្សឬក៏ឃើញអីនៅចក្រានបាយទេប៉ុន្តែអ្វីដែលគាត់ឃើញគឺនៅកន្លែងឡាបូអាកន្លែងលាងចានហ្នឹងណាគាត់ថានៅកន្លែងលាងចានហ្នឹងមានទឹកក្រហមដែលទឹកក្រហមមួយហ្នឹងដូចជាទឹកមាត់មនុស្សដែលតាពីស្លាម្លូអញ្ចឹងពីព្រោះវាមានក្លិនស្លាម្លូនៅក្នុងហ្នឹងគឺគាត់ថាឃើញគឺដឹងហើយបងរាជគាត់ថាគាត់ឃើញឡើងច្បាស់វាមិនដឹងមកពីណាទេឥឡូវហ្នឹងប្រឡាក់នៅកន្លែងឡាបូរបស់គាត់ហើយបងរាជគាត់ឃើញអញ្ចឹងគាត់ក៏រៀងភ័យរៀងខ្លាចដែរប៉ុន្តែគាត់អត់ប្រាប់ប្រពន្ធអត់ប្រាប់អីទេគាត់ខ្លាចប្រពន្ធគាត់ដឹងហើយប្រពន្ធគាត់ខ្លាចណាអញ្ចឹងបងរាជក៏ប្រញាប់បើកទឹកបើកអីលាងចាញ់ទៅលាងសម្អាតលាងអីរួចរាល់អស់ហើយបានបងរាជរត់ចូលទៅក្នុងបន្ទប់ហើយរត់ចូលទៅក្នុងបន្ទប់យប់ហ្នឹងគាត់ថាគាត់កេងបដើគាត់អោបប្រពន្ធគាត់បដើគឺអោបនឹងមិនមែនស្រឡាញ់ប្រពន្ធអីទេអោបនឹងដោយសារតែគាត់ខ្លាចគាត់ថាយប់នឹងព្រូសបល់មែនទៅមិនដឹងមិនទេហើយគិតច្រើនណាស់ចេះតែគិតថាផ្ទះហ្នឹងប្រហែលជាមិនមែនធម្មតាទេហើយអ្វីដែលគាត់ធំក្លិនអ្វីដែលគាត់លឺទាំងប្រមាណកន្លងមកហ្នឹងវាអាចនឹងមិនមែនជារឿងធម្មតាអញ្ចឹងណាអញ្ចឹងយប់ហ្នឹងគិតច្រើនមែនតើប៉ុន្តែសង្ងំគេងរហូតដល់ភ្លឺហើយកន្លងពីហ្នឹងប្រហែលជា 4-5 ថ្ងៃទៅមុខទៀតដែលថ្ងៃមួយហ្នឹងបងរេគាត់ថាគាត់រវល់ខ្លាំងណាស់គាត់រវល់ការងារនៅខាងក្រៅហើយដល់ពេលគាត់រវល់ការងារច្រើនពេកអញ្ចឹងថ្ងៃមួយហ្នឹងយប់ជ្រៅបានគាត់បានត្រឡប់មកផ្ទះវិញហើយពេលហ្នឹងប្រហែលជាម៉ោង 10 ទៅម៉ាន់ 10 យប់គាត់ជិះម៉ូតូមកផ្ទះស្ងាត់ហើយអាផ្លូវដែលគាត់ជិះមកផ្ទះហ្នឹងគាត់ថាផ្លូវមួយហ្នឹងយប់ឡើងគឺងងឹតហើយស្ងាត់យកតែមែនតើអត់មានម៉ូតូអត់មានឡានអីធ្វើដំណើរកាត់កន្លែងនោះទេពេលនោះគឺមកផ្លូវជិះតែឯងហើយជិះយូរទៅក៏ឃើញភ្លើងឃើញពូលអីនៅមុខផ្ទះអ្នកភូមិតែងទួយទៅតែភាគច្រើនគឺស្ងាត់គឺងងឹតណាស់ហើយបងរាជគាត់ថាពេលដែលគាត់ជិះចិត្តមកដល់ផ្ទះគាត់ហើយស្រាប់តែភ្លើងម៉ូតូរបស់គាត់ហ្នឹងវាចាំងទៅខាងមុខគាត់ឃើញដូចជាមានមនុស្សកំពុងតែដើរនៅតាមផ្លូវហើយដំបូងឡើយបងរាជគាត់អត់ដឹងទេថាអ្នកដែលដើរហ្នឹងប្រុសឬស្រីក្មេងឬចាស់អីមើលអត់ដឹងទេតែដល់ពេលគាត់ជិះរៀងទៅដល់ចិត្តបន្តិចបានបងរាជគាត់ឃើញថាអ្នកដែលកំពុងតែដើរនៅខាងមុខហ្នឹងគឺជាលោកយាយចំណាស់ម្នាក់ដែលលោកយាយម្នាក់ហ្នឹងគាត់ស្លៀកខោអាវមនុស្សចាស់ទូទៅហើយគាត់ដើរយឺតនៅតាមផ្លូវហ្នឹងហើយបងរាជដោយសារតែគាត់ឃើញមនុស្សចាស់ដើរយឺតមួយនៅតាមផ្លូវយប់ឡើងអញ្ចឹងបងរាជគាត់ក៏អាណិតគាត់ចង់ជួយគាត់ចង់ជូនលោកយាយទៅផ្ទះអញ្ចឹងបងរាជគាត់ក៏ជិះទៅក្បែរលោកយាយម្នាក់ហ្នឹងទៅហើយគាត់ក៏ស្រែកសួរថាយាយចង់ទៅណាហើយយាយចង់ទៅផ្ទះមែនផ្ទះយាយនៅណាចាំខ្ញុំជូនទៅនិយាយទៅឃើញចាស់អាណិតចង់ធ្វើបន់អញ្ចឹងណាប៉ុន្តែបងរាជគាត់ថាពេលដែលគាត់ឈប់ម៉ូតូហើយគាត់ស្រែកទៅសួរលោកយាយម្នាក់នោះហើយលោកយាយម្នាក់នោះអត់មានងាកមុខមកគាត់ទេគឺលោកយាយម្នាក់នោះនៅតែដើរទៅមុខធម្មតាហើយដើរបែបយឺតមួយប៉ុន្តែអំឡុងពេលដែលលោកយាយម្នាក់នោះគាត់ដើរទៅមុខលោកយាយម្នាក់នោះគាត់ក៏ឆ្លើយតបមកបងរាជវិញដែរគឺគាត់ឆ្លើយតបដោយអត់មានងាកមុខមកមើលគាត់គាត់ដើរបដាគាត់ឆ្លើយតបដាក់បងរាជបដាប៉ុន្តែអ្វីដែលវាព្រឺសវល់បងរាជគាត់ថាពេលដែលលោកយាយម្នាក់នោះបញ្ចេញសំឡេងឆ្លើយតបមកបងរាជគឺសំឡេងលោកយាយម្នាក់នោះដូចនៅក្បែរតាជាបងរាជចឹងគឺបងរាជលឺឡើងច្បាស់លឺឡើងចិត្តតាជាទាំងដែលលោកយាយកំពុងតែដើរទៅមុខប៉ុន្តែសំឡេងលឺក្បែរតាជាហើយសំឡេងលោកយាយម្នាក់នោះដែលឆ្លើយតបមកបងរាជគឺលោកយាយម្នាក់នោះគាត់ប្រាប់មកថាយាយទៅរកកូនយាយចាំនៅផ្ទះយាយទៅរកកូនអាហ្នឹងគឺជាពាក្យដែលលោកយាយឆ្លើយតបមកប៉ុន្តែបញ្ជាក់ម្ដងទៀតលោកយាយអត់បានងាកមុខមកទេលោកយាយគិតតែពីដើរទៅមុខដើររហូតតហួសម៉ូតូបងរាជប៉ុន្តែសំឡេងលឺក្បែរទៅជាបងរាជហើយអ្វីដែលវាកាន់តែព្រឺសបល់ជាងហ្នឹងទៀតគឺអាពេលដែលលោកយាយដើរទៅមុខម៉ូតូបងរាជហ្នឹងអាភ្លើងម៉ូតូបងរាជមិនចាំងទៅលោកយាយហើយអាពេលដែលភ្លើងម៉ូតូចាំងទៅលោកយាយភ្លឺច្បាស់ពេលហ្នឹងបានបងរាជគាត់ឃើញថាលោកយាយម្នាក់ហ្នឹងគាត់មិនមែនដើរដូចយើងធម្មតាទេលោកយាយម្នាក់ហ្នឹងគាត់ដើរចង្អើតគឺគាត់ដើរតែចុងជើងទេអាកន្លែងកែងជើងរបស់គាត់នេះគាត់លើកឡើងលើនិយាយទៅគាត់ដើរចង្អើតបងប្អូនសាដើរចង្អើតទៅគឺរបៀបហ្នឹងលោកយាយគឺប្រើតែចុងជើងដើរទេហើយបងប្អូនគិតមើលទៅបងរាជគាត់ឃើញបែបហ្នឹងសួរថាគាត់ឆ្ងល់អត់
ពេលនោះគាត់ឆ្ងល់ណាឆ្ងល់ផងខ្លាចផងចេះតែគិតណាថាលោកយាយម្នាក់ហ្នឹងហេតុអីក៏គាត់ដើរអញ្ចឹងហើយមិនគាត់ដើរឆ្កឹងគាត់ប្រើតែចុងជើងមិនក៏គាត់មិនងាកមុខមកនិយាយជាមួយគាត់និយាយទៅពេលនោះឆ្ងល់ផងខ្លាចផងហើយដោយសារតែគាត់គិតច្រើនបែបហ្នឹងបងរេគាត់ក៏ប្រញាប់មូលម៉ូតូទៅមុខនិយាយទៅអត់មានជួយអត់មានគិតពីលោកយាយទៀតទេប្រញាប់មូលម៉ូតូរហូតតតែទៅដល់ផ្ទះហើយទៅដល់ផ្ទះចាក់សោលបងចាក់សោទ្វារចូលទៅងូតទឹកងូតអីហើយចូលដេកនិយាយទៅពេលនោះខ្លាចណាអត់មានធ្វើអីច្រើនទេហើយគាត់គិតថាទៅដល់ផ្ទះគឺវាសុវត្ថិភាពហើយប៉ុន្តែអ្វីដែលគាត់គិតវាអត់អញ្ចឹងទេគឺបងរេគាត់ថាយប់ថ្ងៃនោះអំឡុងពេលដែលគាត់សង្ងំគេងស្រាប់តែមានភ្លៀងធ្លាក់ហើយភ្លៀងធ្លាក់ពេលនោះគឺភ្លៀងធ្លាក់រលឹមតិចទេប៉ុន្តែអំឡុងពេលដែលភ្លៀងធ្លាក់រលឹមហ្នឹងស្រាប់តែចាយលក្ខណៈប្រពន្ធគាត់ស្រែកធ្ងោគាត់ធ្ងោថាគាត់អត់សូវស្រួលខ្លួនគាត់ដូចរបៀបខុនល្ងារៀងញាក់អញ្ចឹងណាអញ្ចឹងបងរេគាត់ក៏ងើបឡើងហើយអង្គុយមើលប្រពន្ធគាត់ហ្នឹងមកសតុះទៅមុខនិយាយទៅយប់ហ្នឹងអត់បានគេងលក់ស្រួលទេគឺអាឡ័យតែមើលប្រពន្ធណាប៉ុន្តែអំឡុងពេលដែលគាត់មើលថែប្រពន្ធគាត់ហ្នឹងបានមកសតុះទៅមុខស្រាប់តែប្រពន្ធគាត់ដែលកំពុងតែគេងនៅលើគ្រែសុកហ្នឹងប្រពន្ធគាត់ក៏ងើបឡើងមកអង្គុយហើយងើបឡើងមកអង្គុយប្រពន្ធគាត់បញ្ញាប់ស្ទុះមកអោបបងរាជដែលពេលនោះបងរាជកំពុងតែអង្គុយនៅលើគ្រែបងរាជអង្គុយមើលប្រពន្ធគាត់អញ្ចឹងប្រពន្ធគាត់ងើបមកអង្គុយដែរហើយអោបបងរាជជាប់ហើយបងរាជគាត់ឃើញប្រពន្ធគាត់អញ្ចឹងគាត់មិនសួរថាណៃកើតអីបានប្រពន្ធគាត់ហ្នឹងនិយាយសឹបប្រាប់បងរាជគាត់ថាបងឯងមានឮសំឡេងមនុស្សចាស់ឈៀងបំពេកូនអត់គឺប្រពន្ធគាត់ស្រែកសួរបងរាជបែបហ្នឹងហើយបងរាជគាត់ថាមុនហ្នឹងគាត់អត់ឮទេប៉ុន្តែអាពេលដែលប្រពន្ធគាត់សួរសំណួរមួយហ្នឹងហើយបងរាជគាត់ក៏ផ្ទៀងតិចចាំស្ដាប់ចង់ស្ដាប់ថាវាឮដូចប្រពន្ធគាត់ប្រាប់អត់ហើយដល់ពេលគាត់ផ្ទៀងស្ដាប់ទៅស្រាប់តែឮពិតមែនអ្វីដែលបងរាជគាត់ឮគាត់ថាគាត់ឮសំឡេងយាយចំណាស់ម្នាក់កំពុងតែច្រៀងបំពេកូនច្រៀងដូចរបៀបអើងអើយកូនកេងទៅច្រៀងដូចរបៀបចាស់ច្រៀងបំពេកូនទូទៅអញ្ចឹងប៉ុន្តែអាសំឡេងដែលឮហ្នឹងគឺវាឮក្បែរផ្ទះពួកគាត់ឮចិត្តហ្នឹងហើយឮច្បាស់មែនទែនពេលដែលយើងផ្ទៀងតិចស្ដាប់ទៅគឺឮច្បាស់ហ្មងហើយដោយសារតែឮបែបហ្នឹងបងរេគាត់ក៏អោបប្រពន្ធគាត់ជាប់ដោយសារតែពេលហ្នឹងរៀងខ្លាចដែរហើយអំឡុងពេលដែលគាត់អោបប្រពន្ធគាត់ហើយស្ដាប់អាសំឡេងយាយចាស់បំពេកូនហ្នឹងបានមកសតុះទៅស្រាប់តែបងរាជគាត់ឮសំឡេងសម្រាប់ជើងហើយបច្ចៈណាបងប្អូនពេលហ្នឹងមេឃកំពុងតែរលឹមមេឃកំពុងតែឮសំឡេងភ្លៀងប៉ុន្តែអាសំឡេងសម្រាប់ជើងដែលគាត់ឮហ្នឹងឮខ្លាំងជាងសំឡេងភ្លៀងរលឹមហ្នឹងទៀតនិយាយទៅដើរទម្ងន់ជើងខ្លាំងមែនតើទុបឮចេញពីបន្ទប់ទទួលភ្ញៀវពីខាងមុខមកហើយគាត់ថាអាសំឡេងសម្រាប់ជើងមួយហ្នឹងឮពីបន្ទប់ទទួលភ្ញៀវឮដើររហូតមកដល់មុខបន្ទប់របស់គាត់ហើយដល់ពេលគាត់ឮអាសំឡេងសម្រាប់ជើងហ្នឹងវាឈប់នៅមុខបន្ទប់របស់គាត់ហើយស្រាប់តែគាត់ឮសំឡេងគោះទ្វារនិយាយឲ្យងាយទៅដូចមានមនុស្សម្នាក់ដើរមកបន្ទប់បងរាជហើយកំពុងតែគោះទ្វារហើយបងប្អូនគិតមើលទៅបើសិនជាយើងនៅផ្ទះជាមួយប្រពន្ធយើងតែ2នាក់ហើយសុកមានសំឡេងជើងសំឡេងអីដើរមកគោះទ្វារបន្ទប់គោះអីយើងអញ្ចឹងសួរថាយើងហ៊ានទៅបើកទ្វារអត់យើងប្រកាសជាអត់ហ៊ានទេទីមួយគឺយើងខ្លាចខ្មោចខ្លាចចោរខ្លាចអីអញ្ចឹងណានិយាយទៅពេលហ្នឹងគឺខ្លាចគ្រប់យ៉ាងអញ្ចឹងបងរាជនិងប្រពន្ធគាត់អង្គុយអោបគ្នានៅលើគ្រែអត់មានទៅបើកទ្វារទៅអីទេអង្គុយសង្ងំប៉ុន្តែអំឡុងពេលដែលគាត់អង្គុយសង្ងំហ្នឹងស្រាប់តែគាត់ឮសំឡេងក៏ឮទ្វារបន្ទប់របស់គាត់វាបើកទាំងដែលបងរាជគាត់ថាគាត់ចាក់សោរួចរាល់អស់ហើយគឺមុននឹងចូលគេងគាត់ចាក់សោហើយប៉ុន្តែឥឡូវហ្នឹងឮសំឡេងក៏ឮទ្វារវាបើកឡើងដោយខ្លួនឯងទាំងដែលអ្នកនៅក្រៅមិនអាចបើកបានទេអ្នកនៅក្រៅតតែមានសោតែឥឡូវនេះគឺឮវាបើកបាត់ហើយគ្រាន់តែឮសំឡេងក៏ឮទ្វារបើកក្រែកហើយស្រាប់តែទ្វារបន្ទប់របស់គាត់ហ្នឹងវាបើកចូលក្នុងមកដោយខ្លួនឯងហើយអាចង្វាក់ដែលទ្វារបន្ទប់គាត់វាបើកមកដោយខ្លួនឯងហ្នឹងអាកន្លែងហ្នឹងបងរាជគាត់ថាគាត់សឹងតាកាំងគាត់ថាអាពេលដែលទ្វារបើកមកហើយគាត់ឃើញរូបរាងយាយចំណាស់ម្នាក់កំពុងតែឈរនៅមុខបន្ទប់របស់គាត់ហើយយាយចំណាស់ដែលគាត់ឃើញឈរឥឡូវហ្នឹងគឺជាយាយចំណាស់ដែលគាត់ឃើញដើរនៅតាមផ្លូវគឺការស្លៀកពាក់ខោអាវពណ៌អីគឺដូចគ្នាគឺយាយម្នាក់ហ្នឹង 100%
ហើយអាចង្វាក់ដែលបង្រៀបឃើញយាយម្នាក់នោះឈរនៅមុខបន្ទប់ហើយស្រាប់តែក្លិនប្រេងកាឡាក្លិនស្លាម្លូជះមកចូលក្នុងបន្ទប់ម៉ាត់ទំហឹងនិយាយទៅគឺធ្វើឲ្យគាត់ដឹងហ្មងដឹងថាអាក្លិនដែលគាត់ធំក្លិនកន្លងមកហ្នឹងគឺធំក្លិនចេញពីយាយម្នាក់នោះគាត់តែឃើញយាយម្នាក់នោះក្លិនជះមកម៉ាត់ទំហឹងហើយគាត់ឃើញយាយម្នាក់នោះឈរនៅមុខបន្ទប់របស់គាត់ហ្នឹងតែប្រហែលវិនាទីទេស្រាប់តែយាយម្នាក់ហ្នឹងគាត់លើកដៃឡើងលើកដៃស្គមរបស់គាត់ហ្នឹងហើយគាត់លើកដៃគាត់ចង្អុលមកពោះចាយលក្ខណៈដែលចាយលក្ខណៈពេលហ្នឹងកំពុងតែពោះ6-7 ខែហើយយាយម្នាក់ហ្នឹងគាត់ចង្អុលពោះហើយគាត់ចង្អុលពោះបដើគាត់ស្រែកមកបដើដល់យាយម្នាក់ហ្នឹងគាត់ស្រែកមកថាចៅយាយមកជាមួយយាយមកចៅយាយមកជាមួយយាយមកយាយម្នាក់ហ្នឹងគាត់ស្រែកមកបែបហ្នឹងហើយបងរាជនិងប្រពន្ធគាត់ពេលហ្នឹងលឺទាំងពីរនាក់ឃើញទាំងពីរនាក់ប៉ុន្តែពីរនាក់គាត់អត់ហ៊ានងើបពីលើគ្រែទេគឺពេលហ្នឹងកាំងខ្លាចភ័យបានតែធំដេកនៅលើគ្រែហើយទាញភួយទាញអីយកមកកលុំនិយាយទៅពេលនោះខ្លាចមែនទេណាសូម្បីតែរត់ក៏រត់មិនរួចអញ្ចឹងបានតែធំអោបគ្នាសងំនៅលើគ្រែហ្នឹងហើយសងំរហូតតតែងងឹតឆឹងមិនដឹងជាស្លាប់ឬមួយក៏គេងលក់មិនដឹងទេដឹងតែថាអោបគ្នារហូតតតែដឹងខ្លួនមកភ្លឺឡើងបាត់ហើយព្រឹកឡើងបងរាជគាត់ថាគាត់ដឹងខ្លួនមុនពេលដែលគាត់ដឹងខ្លួនគាត់ឃើញចាយលក្ខណៈប្រពន្ធគាត់ហ្នឹងកំពុងតែគេងមិនទាន់ងើបទេប៉ុន្តែចាយលក្ខណៈគាត់គេងទាំងអត់ស្រួលខ្លួនណាគាត់តែមើលទឹកមុខគឺបងរាជដឹងហ្មងប្រពន្ធគាត់ពេលនោះទឹកមុខឡើងស្លេកឡើងស្លាំងដូចថាមនុស្សខ្លាចពេកអញ្ចឹងណាអញ្ចឹងស្លេកស្លាំងទាំងពីរនាក់ហើយពេលដែលគាត់ដឹងខ្លួនហ្នឹងពេលហ្នឹងបងរាជគាត់ក៏រៀបចំអាវ៉ាន់រៀបចំអាណាដែលសំខាន់សិនណាដូចកៅអាវដូចរបស់របរប្រើប្រាស់អីចឹងទៅហើយគាត់រៀបចំអស់ហើយពេលហ្នឹងបានប្រពន្ធគាត់ដឹងខ្លួនមកហើយគាត់តែប្រពន្ធគាត់ដឹងខ្លួនមកបងរាជគាត់ប្រាប់ប្រពន្ធគាត់ហ្នឹងឲ្យបញ្ញាប់ចេញពីផ្ទះហ្នឹងឲ្យលឿនគឺបងរាជគាត់ថាទៅគេងផ្ទះម៉ាក់មួយរយៈសិនទៅពីព្រោះកន្លែងនេះមើលទៅនៅអត់បានទៀតទេវាមើលទៅដូចមិនសូវស្រួលអញ្ចឹងបញ្ញាប់ចេញសិនហើយប្រពន្ធគាត់អត់មានប្រកែកអីទេដោយសារតែយប់មិញប្រពន្ធគាត់ក៏ជួបដែរក៏ឃើញដែរអញ្ចឹងពេលដែលងើបហើយរៀបចំអាវ៉ាន់បញ្ញាប់ធ្វើដំណើរចេញទៅក្រៅទាំងពីរនាក់ហើយពេលនោះដោយសារតែអត់មានកន្លែងនៅអញ្ចឹងពួកគាត់ទៅផ្ទះម៉ាក់ក្មេកសិនហើយផ្ទះម៉ាក់ក្មេកគាត់នៅឆ្ងាយពីកន្លែងហ្នឹងគួរសមប្រហែលជា40-50 គីឡូប៉ុន្តែដូចនិយាយចឹងអត់កន្លែងនៅក៏ទៅសិនទៅហើយអំឡុងពេលដែលបងរាជនៅផ្ទះម៉ាក់ក្មេកគាត់ហ្នឹងបងរាជគាត់ក៏ខលទៅសួរអ៊ំប្រុសដែលជាម្ចាស់ផ្ទះគឺខលទៅនឹងចង់សួរថងសួរពីប្រវត្តិសួរឲ្យដឹងហ្មងប៉ុន្តែពេលដែលបងរាជគាត់ខលទៅហ្នឹងអ៊ំប្រុសដែលជាម្ចាស់ផ្ទះអត់លើកទូរស័ព្ទគាត់ទេគឺខលចូលប៉ុន្តែអត់លើកទេអញ្ចឹងបងរាជតាក់ទងអត់បានហើយចង់សួរក៏មិនដឹងសួរអ្នកណាប៉ុន្តែរហូតដល់ស្អែកឡើងដែលស្អែកឡើងបងរាជគាត់ត្រូវទៅផ្ទះជួលនឹងម្ដងទៀតដោយសារតែគាត់ភ្លេចឧបករណ៍គាត់ភ្លេចឆ្នាំងសាក laptop ឆ្នាំងសាកអីរបស់គាត់ដែលជារបស់ការងាររបស់គាត់គាត់ភ្លេចនៅផ្ទះនោះអញ្ចឹងបងរាជគាត់ត្រូវទៅយកទោះបីជាខ្លាចមិនក៏ដោយក៏ត្រូវទៅយកពីព្រោះវាជាការងារហើយអាពេលដែលបងរាជគាត់ចូលទៅយកហ្នឹងបងរាជគាត់ថាអត់មានជួបអីទេអញ្ចឹងពេលដែលគាត់ចេញពីផ្ទះហ្នឹងមកវិញបងរាជគាត់ក៏ឆ្លៀតសួរអ្នកចិត្តខាងដោយគាត់ទៅសួរផ្ទះអ្នកលក់ចាប់ហួយគឺនៅម្ដុំផ្លូវដែលគាត់ជិះហ្នឹងមានគេលក់ចាប់ហួយអញ្ចឹងបងរាជគាត់ក៏ទៅសួរថងទៅថាអាផ្ទះមួយខ្នងហ្នឹងពីឯងធ្លាប់ដឹងរឿងឬក៏ដឹងប្រវត្តិឬក៏នៅកន្លែងនោះមានរឿងអីកើតឡើងខ្លះអត់ពីមុនមកនិយាយទៅបងរាជគាត់សួរពីប្រវត្តិហើយបានសួរហើយអីម្នាក់ហ្នឹងគាត់ក៏បើកភ្នែកធំហើយធ្វើដូចភ្ញាក់ផ្អើលហើយអីម្នាក់ហ្នឹងគាត់ក៏សួរបងរាជវិញគាត់សួរថាក្មួយឯងអត់ដឹងទេអីហើយក្មួយឯងទៅជួលផ្ទះហ្នឹងម្ចាស់ផ្ទះអត់មានប្រាប់ទេអីអ៊ីស្មានតែអឯងដឹងនិយាយទៅអ៊ីម្នាក់ហ្នឹងគាត់ស្មានតែបងរាជដឹងអញ្ចឹងណាតែបងរាជគាត់ថាអត់ដឹងអីទេគាត់ចូលទៅជួលហ្នឹងអ៊ំប្រុសម្ចាស់ផ្ទះអត់មានប្រាប់អត់មានអីទេអ្វីដែលអ៊ំប្រុសម្ចាស់ផ្ទះប្រាប់គាត់ថាគាត់បដូរទៅនៅខេត្តបាត់ដំបងដោយសារតែគាត់ឈប់នៅនឹងហើយអាហ្នឹងអ្វីដែលបងរាជប្រាប់ទៅអ៊ីម្នាក់ហ្នឹងហើយអ៊ីអ្នកលក់ចាប់ហួយហ្នឹងគាត់ក៏តបមកវិញគាត់ថាតាមពិតទៅអ៊ំប្រុសដែលជាម្ចាស់ផ្ទះហ្នឹងគាត់មិនមែនទៅនៅបាត់ដំបងទេគាត់ប្រហែលជារត់ចោលស្រុកហ្មងដោយសារតែអ៊ំប្រុសម្នាក់ហ្នឹងគាត់អត់ហ៊ាននៅនឹងទៀតទេហើយការដែលគាត់នៅម្ដុំហ្នឹងអ៊ំប្រុសម្នាក់ហ្នឹងគាត់ជួលបន្ទប់គេនៅគឺគាត់មានផ្ទះប៉ុន្តែគាត់អត់ហ៊ាននៅផ្ទះទេគាត់សុកចិត្តទៅជួលបន្ទប់គេនៅអញ្ចឹងបងប្អូនគិតមើលទៅថាអ៊ំប្រុសម្ចាស់ផ្ទះហ្នឹង
hạt ấy bàn quạt mình hiên nấu thẻ quạt hạt ấy bàn quạt đó thằng từ chuột bắt đầu cái nữ nhưng chắc AK quạt phép thà quạt từ nữ bắt từ bong ấy xem nắng cứ chỉ riêng có họ thì ông phò mình nâng tam bắt tới quạt trong kịch chính bị cái lại nâng quạt trong rốt chính bị cái lại nâng á đời sao tại quạt mình hiên nấu thẻ nóng á hay bàn y này lụa chập hồi phép chẳng hói y này lụa chập hồi có prapi bảo bọt thẻ nắng trua áo bong rệt đằng thử cứ y mình nâng quạt tha bà hay chỉ pram chăn môn ông pro đại chỉ mà chạp thẻ nóng á quạt ở rô nữ chỉ mùi nắng mà đại bà quạt hãy quạt nơi tập pin nè thì ông pro mình nông khmien papun khmien côn khmien chai ấy nơi nè thì cửa vậy để cây khơi nhá cây khơi nơi tập pin nè thì hay mà đại quạt nắng cứ chỉ dây chùm na mà nè đại cha chỉ ria hoi hay mà đại cha bỏ ông pro mình nóng quạt miến chùm ngữ vùng về hình von còn vậy mình sơ chỉ đăng ấy về khla quạt plek côn plek chai luôn hay chứ nè vậy tôi bóng bóng bà hai chị vô lấy để sao tại mà nơi cha đàm với cứ miến cha nè đôi để những thọp khơi tam internet á hay mà đại cha rồi bỏ ông pro mình nóng để sao tại con vùng vế những sân ta ro giúp sân ta ro ngày mà đại cha bỏ cốt tay ta đau trên ta cào tia hay con đau trên ta cào nữa á về để kê xua cốt tha cốt đau hổ tia cốt đau hổ cồn đang để cốt từ ta trên bịp tia năng tì bên đây con vế nhá con vế cốt tha cốt đau hổ tia những cốt đau với bánh phùm hay ông phò để chi mà cha tia đúng á để sao tại cốt miến càng nghe tràn chẳng pe khác cột tục ai mà đai cột nơi theo ta anh hay cột tranh ta phơi ca chẳng tới pe để cột ta lọc màu theo bánh cột ót khơi mạ cột nơi theo thì cho ban ấy nơi theo bằng mà đai cột về đào từ na từ này bà đấy nâng chẳng ông pro mà nè nó ngã cột đào rồi mà đai cột sân ta ro ngày vậy thứ ao ta mau bị phơi ca giúp láng cứ đăng ta tranh ta ro mà đai ấy theo cột ca nóng á ót miên là bông ót miên ấy bọt trong vinh tê chẳng mà đai cột ao ta tha tranh bị khéo theo bán mà đại cốt đăng ta đào bình phùm ấy ôm phò mà nè nóng á cốt có thọp khung khen mà đại cốt nơi không thể đài còn tới mà đại cốt bây giờ nơi thế mà đại cốt bao ra là bo bao chan bao năng bao tu với tức bao công ty avan tích ti nó không thể nữa cứ đưa ra tới cốt về nhá còn về cốt khăng cốt cái đại cả hai cốt sẽ bãi chất không pe mà plate chứ nè ấy bông bồn bạch ngói nè thay hạt ấy ông pro mà nè nóng cốt mình rô con rau chai oi mà mưa lục dây mà nè nắng bông bồn thở đần tham mà nước cha về để quạt vùng về để quạt bảo bạn nơi cho mũi nhá không yên con chai ná trong nơi cho mũi quạt đi mấy nếu bông bồn anh ấy nhung vậy cáp bất á do nắng hói bà hai chị hát phò mùi đại không yên pina cái mà mưa mà đại bao quạt cứ để xa tại mà đại quạt vùng về chẳng hói từ ọt miền nó nơi cho mũi hay ông pro mà nè nông để xa tại con là vốn ca nghe tròn bế chẳng có tay ta tục mạ cọt nữa nơi không thể còn đó là sao ta tục không thể mạ cọt công tích là bo công tích ni công tích nu chớn bế ban ông pro mà nè nông á cọt sầm rách chất tha do mà đai bo cọt từ tục nơi bà tục khen khang cao bà tục khối thế để nơi chọp cho kẹn bài nữa á để ông mà nè nông cọt ham bồng rễ cầm áo trâu tới gó nữa á bà tục khen khối nữa á cọt do mà đai cọt tới không nước nông nâng còn tay cọt không nước nông nâng ông phó đây chỉ mà chắp té cọt đặt bài đặt tật ôi mà đai cọt nhảm đài đôi thật cọt khùng mà đai cọt tập thật đó là nghĩ tì là nghĩ láng cọt mau bị thưa cao vấn cọt nâng mà chạ sao thuy hay do mà đai cọt tranh mau với nhá nó cứ chỉ bị thi đọt sài bà nhà bỏ cọt vậy tôi dương sẽ mau đôi mình xử xong mấy nó bông bồn để xa tài dương do mà đai chà vùng quê từ khùng nó không bắt tục ấy chấn vì cổ thân nào vì mình xử xong chấn nè và tại ông pro mà nè ông bà hai chỉ cọt không chùm rơ rồi môi cổ cả kết bà cọt vì mình đôi dương á bạn cọt phường chẳng á chẳng cọt có do mà đai ta không từ và tại đôi phép chẳng cọt đã bài đã mà hộp oi mà sạch mình mến không khang mà đai ọt oi bà xa ấy đi cứ đã là bỏ oi nhắm bình ấy giúp láng bê đã cọt mau bị thua cá cọt báo thủy oi mà đai cọt tranh mà cào bình vì chẳng á anh cứ chỉ sẽ cảm áp hiệp để cọt phơi chỉ bà chạm còn tại là hốt đó ngày mùi đại chị Akasal á ông pro mà nè nóng á về để cọt chỉ mà tàu từ thua cá sắp ta cọt chụp cổ thằng chả chó hay cọt chụp cổ thằng chả chó cọt chụp thun ngò tiệt cứ là hốt đó thằng sờ lấp hay ông pro mà nè nóng à cọt sờ lấp cọt trôi pet đôi ta kê xanh kê bê chốn cọt tầm tí pet á cọt sờ lấp nơi pet đúng à mà tật tầm mom ta cọt đằng khôn màu vinh pe để cọt đằng khôn màu vinh cọt mình toàn sủi khôn tê còn tay ông pro mà nè nóng cọt bà nhấp ta lấp mau thea đôi xa mà đai cọt nơi thea mà đai cọt khung nơi bà tục khen khang khối đúng á
យ៉ាឥឡូវហ្នឹងគាត់ដឹងខ្លួនគាត់ស្លាប់មកទឹកហើយគាត់ប្រញាប់ទៅមើលម្ដាយគាត់នៅផ្ទះផ្លែតទៅទាំងឈឺហ្នឹងប៉ុន្តែជាអកុសលបងប្អូនអើយពេលដែលអ៊ំប្រុសម្នាក់ហ្នឹងគាត់មកដល់ផ្ទះម្ដាយគាត់ដែលគាត់ឃុំនៅបន្ទប់ខាងក្រោយហ្នឹងម្ដាយចាស់ម្នាក់ហ្នឹងគាត់ស្លាប់បាត់ហើយចុះបានអីរੂបងប្អូនបើគាត់នៅក្នុងហ្នឹងមួយអាទិត្យហើយអត់មានបាយអត់មានទឹកឲ្យគាត់ប្រសាគ្រប់គ្រាន់ប៉ុណ្ណឹងអ៊ំប្រុសម្នាក់ហ្នឹងគាត់ដាក់បាយឲ្យម្ដាយគាត់ញ៉ាំគាត់ដាក់តែមួយថ្ងៃទេហើយចុះឥឡូវនេះគាត់ស្លាប់ឡើងមួយអាទិត្យអញ្ចឹងម្ដាយគាត់អត់មានអីប្រសានៅក្នុងបន្ទប់ហ្នឹងទេហើយពេលដែលចូលទៅម្ដាយគាត់ស្លាប់បាត់ហើយប៉ុន្តែម្ដាយចាស់របស់គាត់ហ្នឹងស្លាប់ទាំងអោបស្លាមលូគឺសាកសពរបស់គាត់អោបស្លាមលូជាប់នៅដៃហើយដៃគាត់នេះសិតតែឈាមប្រហែលជាគាត់ខ្ញៅអញ្ចាំងគាត់ព្យាយាមទាញទ្វារព្យាយាមធាក់ទ្វារអញ្ចឹងណាអញ្ចឹងដៃគាត់សិតតែឈាមហើយរាងកាយគាត់ស្លាប់មួយអាទិត្យហើយរាងមានក្លិនមានអីភាយចេញមកអូនិយាយទៅរូបភាពកន្លែងហ្នឹងគឺអណោយធម្មមែនតើហើយបងប្អូនសម័យមើលទៅគាត់ស្លាប់ដោយសារដាច់បាយអត់មានបាយអត់មានអីគាត់ប្រសាអញ្ចឹងប្រហែលជាគាត់វេទនាណាស់ហើយគាត់វែងទៀតអញ្ចឹងស្ដាប់មកគួរអាណិតមែនតើហើយអ៊ំប្រុសម្នាក់ហ្នឹងក៏ដូចប្រាប់អញ្ចឹងបងប្អូនគាត់ក៏ស្រឡាញ់ម្ដាយគាត់ដែរគាត់មិនចង់ឲ្យម្ដាយគាត់ស្លាប់ទេប៉ុន្តែវិធីដែលគាត់ស្រឡាញ់គាត់ទៅជាយកម្ដាយចាស់របស់គាត់ទៅឃុំឃាំងនៅក្រោយផ្ទះគឺគាត់ធ្វើអញ្ចឹងដោយសារគ្មានអ្នកមើលហើយគាត់ត្រូវទៅរកលុយរកកាក់អញ្ចឹងណាអញ្ចឹងខ្ញុំពិបាកនិយាយដែរខ្ញុំអត់ចង់បន្ទោសអ៊ំប្រុសម្នាក់ហ្នឹងទេពីព្រោះដូចប្រាប់អញ្ចឹងគាត់ក៏ស្រឡាញ់ម្ដាយគាត់ដែរបើកូនខ្លះវិញខ្ញុំជឿថាម្ដាយវែងម្ដាយចាស់បែបហ្នឹងប្រហែលជាទុកម្ដាយចោលបោះបង់ម្ដាយបាត់ហើយប៉ុន្តែអ៊ំម្នាក់ហ្នឹងគាត់អត់បោះបង់ម្ដាយគាត់ទេគាត់នៅតែមកមើលគាត់នៅតែដាក់បាយដាក់អីឲ្យប្រសាគាត់តែថាវិធីដែលគាត់មើលថែម្ដាយគាត់វាពិបាកនឹងទទួលយកបន្តិចតែដូចនិយាយចឹងប្រហែលជាគាត់រកអ្នកមកមើលអត់បានហើយគាត់មិនអាចនៅមើលម្ដាយគាត់24ម៉ោងបានទេគាត់ត្រូវទៅរកលុយរកកាក់អញ្ចឹងក៏គាត់ឃុំម្ដាយគាត់នៅក្រោយនោះទៅហើយបើគាត់អត់ជួបគ្រោះថ្នាក់ទេម្ដាយគាត់ក៏អត់ស្លាប់ដែរតែជាអកុសលអីគាត់ទៅជួបគ្រោះថ្នាក់ហើយស្លាប់នៅពេទ្យឡើងមួយអាទិត្យហើយដឹងខ្លួនមកវិញមកមើលម្ដាយទៅម្ដាយស្លាប់បាត់ហើយអាហ្នឹងគឺជាហេតុការណ៍ដែលកើតឡើងនៅផ្ទះមួយនោះហើយបងរាជគាត់ថាពេលដែលគាត់ស្ដាប់អ៊ីអ្នកលក់ចាប់ព្រួយនិយាយរឿងរ៉ាវនឹងប្រាប់គាត់ហើយបងរាជពេលនោះគាត់សឹងតែទុនជង្គង់គឺដូចថាអ្វីដែលអ៊ីម្នាក់នោះនិយាយចេញមកធ្វើឲ្យគាត់នឹកឃើញតាំងពីក្លិនប្រេងកាឡាសំឡេងបុកស្លាមលូឬក៏ឮសំឡេងបោះស្លឹកឈើនិយាយទៅសកម្មភាពឬក៏សំឡេងដែលគាត់ឮតាំងប្រមាណហ្នឹងវាគឺជាសំឡេងដែលចេញពីមនុស្សចាស់សំបីតែក្លិនក៏ក្លិនរបស់មនុស្សចាស់ដែរក្លិនប្រេងកាឡាក្លិនអីហ្នឹងហើយអ្វីដែលវាព្រឺសបល់មួយទៀតគឺលោកយាយដែលគាត់ឃើញដើរនៅតាមផ្លូវលោកយាយដែលដើរនៅតាមផ្លូវហ្នឹងគឺប្រហែលជាពេលដែលគាត់វង្វេងដូចអ៊ីម្នាក់ហ្នឹងប្រាប់មុនហ្នឹងអញ្ចឹងយាយម្នាក់ហ្នឹងគាត់វង្វេងអញ្ចឹងគាត់តែងតែដើរទៅក្រៅផ្ទះគាត់ដើរទៅរកផ្ទះគាត់ទាំងដែលផ្ទះគាត់នៅហ្នឹងទេប៉ុន្តែគាត់ដើរទៅរកផ្ទះចុះបើគាត់វែងអញ្ចឹងគាត់ចេះតែដើរអញ្ចឹងទៅអញ្ចឹងអាពេលដែលបងរាជឃើញយាយម្នាក់នោះដើរនៅតាមផ្លូវហ្នឹងហើយអាហ្នឹងគឺជាវិញ្ញាណយាយម្នាក់នោះគាត់វែងដើរតាមផ្លូវអញ្ចឹងបងប្អូនយល់អារម្មណ៍បងរាជឯងគ្រាន់តែបងរាជឮអ៊ីអ្នកលក់ចាប់ព្រួយនឹងនិយាយមកគឺព្រឺសបុលខ្ញាក់ដូចថាវាដូចនឹងហេតុការណ៍ដែលគាត់ជួបវាដូចប៉ែហ្មងហើយក្រៅពីការខ្លាចក្រៅពីការព្រឺសបុលរបស់គាត់ហ្នឹងគឺការអាណិតគឺបងរាជគាត់ថាគាត់ទៅជាអាណិតវិញអាណិតយាយម្នាក់នោះមែនតើគាត់ស្លាប់ដោយវេទនាគាត់ស្លាប់ដោយសារដាច់បាយអត់មានពីណាដឹងអ្នកចិត្តខាងអត់ដឹងថាយាយម្នាក់នឹងឃុំឃាំងនៅក្រោយផ្ទះអញ្ចឹងណាមួយបងរាជគាត់ថាជុំវិញផ្ទះអ៊ំម្នាក់នោះអត់មានអ្នកចិត្តខាងនៅជាប់នឹងទេគឺនៅកំលៀតពីគ្នាបន្តិចអញ្ចឹងដោយសារតែនៅកំលៀតពីអ្នកចិត្តខាងនឹងហើយទៅគ្មានអ្នកណាគេដឹងបើសិនជាអ្នកចិត្តខាងដឹងខ្ញុំជឿថាអ្នកចិត្តខាងប្រហែលជាយកមកហូបយកបាយទៅឲ្យយាយម្នាក់នឹងប្រសាបាត់ហើយប៉ុន្តែដោយសារគ្មាននរណាដឹងហើយអ៊ំប្រុសម្ចាស់ផ្ទះដែលជាកូនគាត់នឹងក៏គ្រោះថ្នាក់ស្លាប់នៅពេលទៀតអញ្ចឹងទុកលោកយាយចោលនៅក្នុងផ្ទះឃុំឃាំងលោកយាយស្លាមលូក៏អស់បាយទឹកក៏អស់លោកយាយក៏ដាច់បាយស្លាប់នៅក្រោយនឹងទៅអូយើងស្ដាប់មកវេទនាមែនទេណាវេទនាឈឺចាប់គួរអាណិតហើយអ៊ំប្រុសម្នាក់ហ្នឹងតាំងពីម្ដាយគាត់ស្លាប់ហើយអ៊ំប្រុសម្នាក់ហ្នឹងគាត់ក៏លែងនៅផ្ទះនឹងទៀតដែរវាមិនដឹងហេតុផលអីអាចថាគាត់ត្រូវម្ដាយមករោត្រូវម្ដាយគាត់មកលងក៏ថាបានដែរអញ្ចឹងអ៊ំប្រុសនឹងប្រហែលជាគាត់ខ្លាចខ្មោចអញ្ចឹងណាគាត់ហ៊ាននៅទេអញ្ចឹងហើយបានគាត់ដាក់ផ្ទះនឹងជួលហ
ហើយជួលឲ្យអ្នកនៅម្ដុំហ្នឹងគ្មាននរណាជួលទេដោយសារតែអ្នកម្ដុំហ្នឹងគេដឹងរឿងគេដឹងប្រវត្តិណាអញ្ចឹងគេអត់ជួលទេមានតែបងរាជនេះដែលជាអ្នកក្រៅហើយមករកផ្ទះជួលហ្នឹងបានអ៊ំម្នាក់ហ្នឹងជួលឲ្យទៅហើយជួលឲ្យតម្លៃថោកពីព្រោះគ្មានអ្នកជួលមានតែបងរាជហ្នឹងជួលអញ្ចឹងក៏បងរាជជួបហេតុការណ៍ដូចដែលខ្ញុំនិយាយហ្នឹងទៅវាគួរឲ្យខ្លាចផងវាគួរអាណិតផងហើយរឿងនេះខ្ញុំអត់ចង់បន្ទោសអ៊ំប្រុសដែលជាម្ចាស់ផ្ទះឯណាដោយសារតែដូចនិយាយអញ្ចឹងវាពិបាកនិយាយហ្នឹងបងដោយសារតែយើងស្ដាប់មកយើងដឹងហើយថាអ៊ំប្រុសម្នាក់ហ្នឹងគាត់ក៏ស្រឡាញ់ម្ដាយគាត់ដែរបើគាត់មិនស្រឡាញ់ទេគាត់ប្រកាសជាបដ ாய் ឲ្យម្ដាយគាត់ដើរវិញទៅណាទៅស្លាប់នៅណាស្លាប់ទៅគាត់ប្រហែលជាអត់ខ្វល់ទេមែនទេអញ្ចឹងហេតុអីអ៊ំប្រុសម្នាក់ហ្នឹងគាត់តាមរកម្ដាយគាត់ពេលដែលម្ដាយគាត់ដើរវង្វេងពេញភូមិណាហេតុអីក៏គាត់តាមរសឹងតែរថ្ងៃហើយហេតុអីបានគាត់នៅតែរកបាយរកទឹកជូនម្ដាយគាត់ប្រសាគាត់នៅតែផឹងរកលុយមកមើលម្ដាយគាត់អញ្ចឹងមានន័យថាអ៊ំប្រុសម្នាក់ហ្នឹងគាត់ក៏ស្រឡាញ់ម្ដាយគាត់ដែរបើគាត់មិនស្រឡាញ់គាត់ទុកចោលបាត់ហើយយ៉ាហ្នឹងជាចំណុចល្អរបស់គាត់ប៉ុន្តែអាចចំណុចដែលយើងស្ដាប់មកឆ្កងគឺគាត់យកម្ដាយគាត់ទៅឃុំគឺដូចថាបើសិនជាយើងប្រហែលជាយើងព្យាយាមរកវិធីផ្សេងពីហ្នឹងមែនទេប៉ុន្តែអ៊ំម្នាក់ហ្នឹងប្រហែលជាគាត់នឹកអីមិនឃើញដឹងបានគាត់យកម្ដាយគាត់ទៅឃុំនៅបន្ទប់ឃ្លាំងដាក់តំណែងនៅក្រោយផ្ទះហើយគាត់ឃុំពីផឹកដល់ល្ងាចចឹងទៅល្ងាចឡើងបានគាត់ទៅបើកទ្វារយកចេញមកវិញហើយពេលដែលឃុំហ្នឹងដាក់បាយដាក់ទឹកឲ្យម្ដាយភាសាពេញលេញអត់ឲ្យខ្វះខាតទេអាហ្នឹងជាវិធីរបស់គាត់យើងស្ដាប់មកវារៀងឆ្កងវារៀងដូចថាពិបាកនឹងទទួលណាដូចថាយកម្ដាយទៅឃុំខាំងក្នុងបន្ទប់បងប្អូនគិតមើលវាពិបាកស្ដាប់ប៉ុន្តែហ្នឹងឯងអាហ្នឹងវាជាវិធីមើលថែម្ដាយរបស់គាត់ហើយក៏យើងអត់ដឹងពីជីវិតរបស់គាត់ពិតប្រាកដណាសួរថាហេតុអីក៏គាត់ធ្វើបែបហ្នឹងហើយគ្មានកូនគ្មានចៅទេមែនហើយកូនចៅគាត់ទៅណាអស់ឬមួយក៏គេរត់អស់ហើយអ៊ំប្រុសម្នាក់ហ្នឹងគាត់គ្មានប្រពន្ធទេមែនឬក៏ប្រពន្ធគាត់ស្លាប់បាត់ហើយអីចឹងអាហ្នឹងបងរាជអត់ដឹងទេអត់ដឹងពីប្រវត្តិគ្រួសាររបស់អ៊ំម្នាក់ហ្នឹងទេណាអ្វីដែលគាត់ដឹងគឺអ៊ំប្រុសម្នាក់ហ្នឹងនៅជាមួយម្ដាយចាស់តែ2នាក់ទេអញ្ចឹងហើយអត់មានអ្នកណាមើលម្ដាយទើបគាត់យកម្ដាយទៅឃុំនៅក្រោយផ្ទះហើយឃុំនៅក្នុងផ្ទះអត់បានទេដូចនិយាយចឹងឃុំនៅក្នុងផ្ទះម្ដាយគាត់បោកចានបោកខ្ទេចខ្ទីអស់ហើយអញ្ចឹងអ៊ំប្រុសគាត់ឃុំនៅផ្ទះអត់បានគាត់ទៅឃុំនៅបន្ទប់ដាក់អវ៉ាន់ឃ្លាំងខាងក្រោយគឺអាហ្នឹងហេតុផលដែលគាត់យកទៅក្រោយគឺអញ្ចឹងដោយសារម្ដាយគាត់នៅក្នុងផ្ទះអត់បានហើយអញ្ចឹងដោយសារតែឃុំទៅចុងក្រោយគាត់ជួបគ្រោះថ្នាក់គាត់ស្លាប់នៅពេទ្យម្ដាយគាត់ក៏ដាច់បាយនៅបន្ទប់ខាងក្រោយហ្នឹងទៅដែលយើងស្ដាប់មកអាណាធមគួរអាណិតហើយសោកសៅសោកស្ដាយអញ្ចឹងណាបើសិនជាមានអ្នកចិត្តខាងម្នាក់ណាដឹងម្ដាយចាស់របស់គាត់ប្រហែលជាអត់ស្លាប់ទេអញ្ចឹងហ្នឹងហើយស្ដាប់មកគួរឲ្យខ្លាចផងគួរអាណិតផងដូចថាសោកសង្រេងអញ្ចឹងណាហើយហ្នឹងឯងបងរាជក្រោយពេលដែលគាត់ដឹងពីប្រវត្តិដឹងពីហេតុផលគ្រប់យ៉ាងអស់ហើយក្រោយមកបងរាជគាត់ក៏ទៅប្រមូលអវ៉ាន់ប្រមូលអីខ្ទេចខ្ទីនិយាយទៅចេញពីផ្ទះហ្នឹងហ្មងហើយគាត់ចេញដោយអត់មានយកលុយកក់អត់មានយកលុយអីវិញទេគាត់ជូនលុយនឹងទៅអ៊ំប្រុសហ្នឹងហ្មងខ្ជិលញ៉ៃច្រើនណាយកតែអវ៉ាន់យកតែអីចេញមកទេហើយចេញមកក្រៅក៏នៅផ្ទះម្ដាយក្មេកគាត់មករយៈទៅបានគាត់ទៅរកកន្លែងជួលផ្សេងហើយពេលដែលគាត់ជាមួយនឹងប្រពន្ធទៅរកកន្លែងជួលផ្សេងគាត់ថាគាត់អត់មានជួបហេតុការណ៍អីទៀតទេគឺជួបតែនៅផ្ទះជួលមុនហ្នឹងទេហើយហ្នឹងគឺជារឿងរ៉ាវរបស់បងរាជដែលគាត់ធ្លាប់ជួបកាលពី5ឆ្នាំមុនហើយផ្ទះមួយខ្នងនោះគាត់ថានៅដល់រាល់ថ្ងៃនៅម្ដុំព្រែកភ្នៅគឺជាផ្ទះដែលគេកំពុងតែដាក់ជួលប៉ុន្តែមានអ្នកជួលនៅបងរាជអត់ដឹងទេគាត់មិនសូវបានជិះទៅមើលណាគាត់ថាលើកមុនគាត់ថាគាត់ជិះទៅគាត់ឃើញនៅដាក់ជួលនៅឡើយអញ្ចឹងមិនដឹងជាបងប្អូនណាដែលជាអ្នកមានសំណាងបន្ទាប់ហើយហ្នឹងឯងរឿងរ៉ាវរបស់បងរាជគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនស្ដាប់រឿងនេះហើយបងប្អូនមានមតិយោបល់អីឬក៏មានចម្ងល់អីអាច comment សួរនៅខាងក្រោមបានអញ្ចឹងក៏អរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅដំណើរខ្មោចក្រោយៗទៀតបាយបាយসেদিন রাত তখন 3:15 পুরো হাসপাতালের করিডোরটা নিঝুম থমথমে হয়ে আছে নার্সিং স্টেশনের চেয়ারটায় বসে আমার কেবল একটুখানি চোখ লেগে আসছিল ঠিক তখনই
আমার কানের একদম কাছে একটা বরফ ঠান্ডা ভেজা হাত এসে স্পর্শ করলো। একটা ছোট বাচ্চার ভাঙ্গা খসখসে গলা ফিসফিসিয়ে উঠল এবং বলল, ডাক্তার বাবু, আমার গলার সেলাইটা খুলে গেছে, একটু সেলাই করে দেবেন? ধরফর করে আমি চোখ মেলে তাকিয়েই আমার কলিজা শুকিয়ে গেল। আমি দেখলাম আমার টেবিলের ওপর ঝুঁকে দাঁড়িয়ে আছে 7 থেকে 8 বছরের একটা ফুটফুটে বাচ্চা মেয়ে, কিন্তু তার গলার চামড়াটা মাঝখান থেকে কাটা, সেখান দিয়ে ফিনকি দিয়ে রক্ত পড়ছে, আর রক্তের ভেতর থেকে ছোট ছোট সাদা পোকা কিলবিল করে বেরিয়ে আসছে। সবচেয়ে ভয়ঙ্কর বিষয় হলো মেয়েটার কোনো পা নেই, সে একদম শূন্যেই ভেসে আছে। এই ঘটনা 2015 সালের সেপ্টেম্বর মাসে। আমি তখন সদ্য পাশ করে একজন ইন্টার্ন ডাক্তার। পোস্টিং ছিল ময়মনসিংহ মেডিকেল কলেজ হাসপাতালের 4 তলার সার্জারি ওয়ার্ডে। সেদিন আমার নাইট ডিউটি ছিল। হাসপাতালে যারা ডিউটি করেছেন তারা জানেন, মাঝরাতের পর সরকারি হাসপাতালের করিডোরগুলো কতটা গা ছমছমে আর ভুতুড়ে হয়ে ওঠে তা নতুন করে বলার কিছু নেই। তো সার্জারি ওয়ার্ডের একদম শেষ মাথায় ছিল 3 নম্বর কেবিন। রুমটা প্রায় মাসখানেক ধরে তালাবদ্ধ ছিল। তালাও ছিল পুরনো জং ধরা তালা। জিজ্ঞেস করায় সিনিয়র নার্স মিনা আপা বলেছিলেন, ভাই, ওদিকে যাবেন না বেশি, কেননা ওই কেবিনে একটা দুর্ঘটনা ঘটেছিল, তারপর থেকে ওটা তালাবন্ধ হয়ে আছে। কৌতূহল হলেও কাজের চাপে আর মাথা ঘামায়নি আমি। সেদিন রাতে ডিউটি ছিল শুধু আমার আর মিনা আপার। রাত তখন 1টার দিকে মিনা আপা বললেন, ডক্টর ফারহান, আমার শরীরটা ভালো লাগছে না, আমি একটু পাশের রেস্টরুমে চোখ বুঝছি, কোনো ইমার্জেন্সি হলে আমাকে ডাকবেন। আমি নার্সিং রুমে একাই বসেছিলাম। রাত যত বাড়তে লাগলো, চারপাশে বাতাস যেন ততটাই ভারী হতে লাগলো। রাত তখন 2:20 হঠাৎ করেই হাসপাতালের করিডোরের লাইটগুলো একবার জ্বলে আবার নিভে, আবার জ্বলে, এভাবে হতে হতে পুরোপুরিভাবে আলোগুলো নিভে গেল। ভোল্টেজ আপ ডাউন করছে ভেবে আমি ল্যাপটপে মনোযোগ দেওয়ার চেষ্টা করলাম। ঠিক তখনই দূর থেকে একটা শব্দ আমার কানে এলো, খচখচ করে। মনে হলো কেউ একজন ভারী লোহার চাবি দিয়ে কোনো তালাগুলো খোলার চেষ্টা করছে, এবং শব্দটা আসছিল করিডোরের একদম শেষ মাথা থেকে, অর্থাৎ সেই বন্ধ 3 নাম্বার কেবিনের দিক থেকে। তখন আমি উঠে দাঁড়ালাম। করিডোরের টিম আলোর মধ্যে তাকিয়ে দেখলাম 3 নম্বর কেবিনের দরজাটা সামান্য হা হয়ে আছে। যে তালায় জং ধরে গিয়েছিল সেই তালাটা নিচে মেঝেতে পড়ে আছে। আমি ভাবলাম হয়তো চোর ঢুকেছে, তাই পকেট থেকে মোবাইলটা বের করে টর্চ লাইট জ্বেলে আমি আস্তে আস্তে 3 নম্বর কেবিনের দিকে এগোতে লাগলাম। আমার প্রতিটা পদক্ষেপের সাথে সাথে চারপাশের তাপমাত্রা যেন হু হু করে কমছিল। কেবিনের দরজার সামনে আসছে একটা তীব্র পচা কাঁচা রক্তের গন্ধ আমার নাকে এসে ধাক্কা দিল। গন্ধটা এত কড়া ছিল যে আমার দম আটকে আসছিল। আমি সাহস করে দরজাটা ঠেলে ভেতরে ঢুকলাম। টর্চের আলোটা ভেতরে ফেলতেই আমার হাত পা অবশ হয়ে গেল। আমি দেখলাম রুমে কোনো পেশেন্ট নেই, কিন্তু রুমের মাঝখানের লোহার বেডটা নিজে থেকেই অনবরত কাঁপছে, যেন অদৃশ্য কেউ একজন সেই বেডের ওপর শুয়ে ছটফট করছে। আর সেই বেডের ঠিক ওপরে সিলিং ফ্যানটা বন্ধ, কিন্তু ফ্যানের ব্লেড থেকে টুপ টুপ করে ঘন কালো রঙের রক্ত এসে পড়ছে বিছানার চাদরের উপর। আমি ভয়ে পিছুপা নেব, ঠিক তখনই ঘরের কোণে রাখা একটা স্টিলের আলমারির ভেতর থেকে খামচানোর শব্দ এলো।
যেন কেউ ধারালো নখ দিয়ে ভেতরের দেয়ালে আঁচড় কাটছে। ভয়ে আমার চিৎকারও আটকে গেল। আমি পেছনে ফিরে দৌড় দেব, তেমনি ধারাম করে কেবিনের ভারী কাঠের দরজাটাও নিজে থেকেই বন্ধ হয়ে গেল। আমি তখন পাগলের মতো হাতল ধরে টানতে লাগলাম, কিন্তু যেন দরজাটা বাইরে থেকে কেউ শক্ত করে ধরে রাখেছে। ঠিক তখনই আমার পেছনের সেই আলমারির দরজাটা আস্তে করে খুলে গেল। ভেতরের ঘুটঘুটে অন্ধকার থেকে দুটো জল জলে লাল চোখ আমার দিকে তাকিয়ে থমকে রইল। বাতাস কাঁপিয়ে একটা নারী কণ্ঠের অমানসিক কান্নার আওয়াজ ভেসে এলো। আমার মেয়েটাকে কেন বাঁচাতে পারলেন ডাক্তার? কেন আপনারা আমার মেয়েকে মেরে ফেললেন? এমন শব্দ আসলো, এবং সেই কান্নার শব্দে আমার কানের পর্দা যেন ফিরে যাচ্ছিল। ঘরের ভেতরের কাঁচ জানালাগুলো থরথর করে কাঁপতে কাঁপতে এক পর্যায়ে বিকট শব্দে ভেঙে চুরমার হয়ে গেল। আমি খাটের তলা দিয়ে কুচকুচে কালো লম্বা একজোড়া হাত বেরিয়ে আসতে দেখলাম, যা সোজা আমার পায়ের দিকে গিয়ে আসছিল। আমি শেষবারের মতো চিৎকার দিয়ে দরজা লাথি মারলাম। তখন অলৌকিকভাবে দরজাটা খুলে গেল, আর আমি ছিটকে করিডোরে এসে পড়লাম। আমি আর এক সেকেন্ডও না দাঁড়িয়ে ওয়ান্তের মতো দৌড়ে 4 তলা থেকে নিচে ইমার্জেন্সি রুমের দিকে নেমে এলাম। বুকটা তখন আমার ফেটে যাওয়ার মতো উপক্রম হলো। যখন সকালে অন্য ডাক্তার এবং স্টাফরা এলেন, আমি তখনও ভয়ে কাঁপছিলাম। সিনিয়র ডাক্তার সাহেবকে পুরো ঘটনা খুলে বলতেই ওনার মুখটা ফ্যাকাশা হয়ে গেল। উনি আমাকে ওনার রুমে নিয়ে গিয়ে দরজা বন্ধ করে দিলেন এবং এক গ্লাস জল খেয়ে বললেন, ফারহান, আজ থেকে প্রায় কয়েক বছর আগে এই সেপ্টেম্বর মাসেই 3 নম্বর কেবিনে একটা মর্মান্তিক ঘটনা ঘটেছিল। এক মা তার 7 বছরের মেয়েকে নিয়ে সড়ক দুর্ঘটনায় মারাত্মক আহত হয়ে এখানে আসছিলেন এবং মেয়েটার গলাও কেটে গিয়েছিল। সেদিন রাতে ডিউটির ডাক্তার অবহেলা করে ঘুমাচ্ছিলেন। তখন মিনা আপাও তখন সিসিটিভি ডিউটিতে ছিলেন না। মেয়েটা গলার সেলা কেটে অতিরিক্ত রক্তক্ষরণে ওই 3 নম্বর কেবিনের বেডেই ছটফট করতে করতে মারা যায়। মেয়েটার মৃত্যুর পর তার মা শোকে পাগল হয়ে ওই কেবিনের জানালার কাজ ভেঙে সেই কাজ দিয়ে নিজের গলা কেটে আত্মহত্যা করেন। ডাক্তারবাবু কথা শুনে আমার পুরো শরীর বরফ হয়ে গেল, কারণ আমি বুঝতে পারলাম রাতে আমি যাদেরকে দেখেছি তারা অন্য কেউ নয়, সে মৃত মা আর তার সন্তান। সবচেয়ে হাড় হিম করা বিষয় হলো, পরের দিনে ভয়ে আমি সেই চাকরিটা ছেড়ে দেওয়ার সিদ্ধান্ত নিই এবং হোস্টেল থেকে আমার ব্যাগ গোছাতে শুরু করি। ব্যাগ গোছানোর সময় হঠাৎ লক্ষ্য করলাম আমার অ্যাপেনের পকেটে একটা ছোট খসখসে কাগজ ভাঁজ করা আছে। কাগজটা আমি পকেটে রাখিনি, তাই বুক কাঁপতে কাঁপতে কাগজটা খুললাম। সেখানে কাঁচা রক্ত দিয়ে লেখা আছে, ছোট বাচ্চার হাতের অক্ষরে লেখা ছিল, ডাক্তার বাবু, সেদিন রাতে তো মেনা আপা ডিউটিতে ফাঁকি দিয়ে ঘুমাচ্ছিলেন, তাই ওনাকে আমরা নিয়ে গেলাম। আপনি কিন্তু ভালো ডাক্তার, তাই আপনাকে ছেড়ে দিলাম, আবার দেখা হবে। ঠিক ওই মুহূর্তেই হাসপাতাল থেকে আমার মোবাইলের ফোন এলো। ফোনের উপাস থেকে একজন ডাক্তার বন্ধু কাঁপানো গলায় বলল, ফারহান, সর্বনাশ হয়ে গেছে। আজ সকালে 3 নম্বর কেবিনের ভেতর থেকে মেনা আপার লাশ উদ্ধার করা হয়েছে। ওনার নিজের গলার চামড়াটা কেউ নখ দিয়ে ছিঁড়ে কুচি কুচি করে ফেলেছে। បងទីគាត់ថាអាតរ៉េនដែលនៅជើងហ្នឹងណាវាអត់មុតវាតុនវាអត់មុតអត់អីដូចតរ៉េនទូទៅទេហើយមិនត្រឹមតែតុនទេវាថែមទាំងមានសរសៃសក់នៅនឹងទៀតហើយដល់ពេលគាត់ឃើញបែបហ្នឹងបងទីគាត់មិនភ្ញាក់គាត់ចង់ដឹងថាអានៅជើងគាត់ហ្នឹងវាស្អីគេពីព្រោះស្ទីបមុនហ្នឹងវាដូចជាមិនមែនតរ៉េនទេវាដូចជាស្អីផ្សេងអញ្ចឹងបងទីគាត់ក៏បើកពិលមើលហើយអាចង្វាក់ដែលគាត់បើកពិលមកផ្លែតមើលហ្នឹងណាបងទីគាត់ថានៅជើងគាត់មិនមែនជាតរ៉េនទេវាគឺជាក្បាលមនុស្ស
សួស្តីបងប្អូនទាំងអស់គ្នាយប់នេះចេញមកឡើងទៀតហើយដំណើរខ្មោចនៅយប់នេះគឺជារឿងរ៉ាវរបស់បងមួយក្រុមដែលពួកគាត់បានលើកបទពិសោធន៍មួយកាលដែលពួកគាត់នៅក្មេងពួកគាត់បានចូលទៅលួចបេះតេរ៉េនក្នុងចំការរបស់គេហើយពេលដែលពួកគាត់ចូលទៅលួចបេះតេរ៉េនហ្នឹងទើបធ្វើឲ្យជួបហេតុការណ៍រន្ធត់ទាំងអស់ហ្នឹងមកហើយចង្វាក់ខ្មោចលងដែលពួកគាត់ជួបនីមួយៗគឺសាហាវរន្ធត់គួរខ្លាចមែនទែនហើយរឿងនេះអាចនឹងមានហេតុការណ៍មួយចំនួនដែលវាសាហាវខុសខើអាចនឹងប៉ះពាល់ដល់អារម្មណ៍បងប្អូនអ្នកស្ដាប់បានណាប៉ុន្តែក្រៅពីហេតុការណ៍សាហាវទាំងអស់ហ្នឹងវាក៏មានគំនិតអប់រំល្អៗបង្កប់នៅក្នុងរឿងហ្នឹងដូចគ្នាអូខេចឹងសូមស្ដាប់ដោយប្រើវិចារណញ្ញាណចឹងកុំឲ្យខាត់ពេលយូរចូលសាច់រឿងរបស់ពួកគាត់ទាំងអស់គ្នារឿងរ៉ាវមួយនេះកើតឡើងយូរដែរហើយប្រហែលជាជិត30ឆ្នាំមុនហើយជារឿងរ៉ាវរបស់លោកពូម្នាក់ឈ្មោះថាទីប៉ុន្តែក្នុងរឿងសំហៅគាត់ថាបងទីដោយសារតែកាលនោះគាត់មានអាយុទៅតែ17-18ឆ្នាំទេដែលបងទីកាលនោះគាត់រស់នៅខេត្តព្រះវិហារហើយតំបន់ដែលគាត់រស់នៅគឺជាតំបន់ដែលសម្បូរចកាតរ៉េនគឺផ្ទះបងទីអត់មានចកាតរ៉េនទេណាប៉ុន្តែនៅម្ដុំនោះមានចកាតរ៉េនហើយមិនធំតែចកាតរ៉េនទេមានចកាអីផ្សេងច្រើនទៀតហើយដោយសារតែតំបន់ដែលគាត់នៅហ្នឹងវាមានចកានេះចកានោះច្រើនបែបហ្នឹងទើបធ្វើឲ្យបងទីបែកគំនិតបងទីគាត់ថាកាលនោះគាត់មានប្អូនប្រុសម្នាក់ឈ្មោះថានីហើយនឹងមិត្តភ័ក្តិស្និទ្ធស្នាល2នាក់ទៀតដោយម្នាក់ឈ្មោះថាបងស៊ីម្នាក់ទៀតឈ្មោះថាបងឌីណានិយាយទៅក្រុមគាត់4នាក់ឈ្មោះស្តៀងគ្នាគឺបងទីបងនីបងស៊ីនិងបងឌីណាហើយ4នាក់គាត់ហ្នឹងគឺស្គាល់គ្នាតាំងពីក្មេងមកអញ្ចឹងស្និទ្ធស្នាលជាមួយគ្នាធ្វើអីក៏ធ្វើជាមួយគ្នាទៅណាទៅណីជប់លៀងផឹកស៊ីអីគឺតែងតែនឹកឃើញគ្នាហើយបងទីគាត់ថា4នាក់គាត់កាលនោះប្រៀបដូចជាក្រុមចៅមួយក្រុមអញ្ចឹងប៉ុន្តែ4នាក់គាត់ហ្នឹងមិនមែនជាក្រុមចៅលួចទ្រព្យសម្បត្តិអីធំដុំទេគឺក្រុមចៅពួកគាត់ហ្នឹងលួចបេះតែផ្លែឈើទេឧទាហរណ៍ថាដល់រដូវកាលស្វាយ4នាក់គាត់ហ្នឹងតែងតែទៅលួចបេះផ្លែស្វាយនៅចំការរបស់គេឬក៏ដល់ខែណាដែលមានផ្លែឈើអីផ្សេងហ្នឹង4នាក់គាត់ដឹងតែទៅលួចហើយគឺអញ្ចឹងនិយាយទៅ4នាក់គាត់នេះមិនសូវជាល្អប្រហែលទេហើយគាត់ថាមានពេលខ្លះគេចាប់បានគេដេញវាយដេញអីចឹងទៅ4នាក់គាត់ក៏រត់រួចខ្លួនបានហើយដល់ពេលចេះតែយករួចខ្លួនបានអញ្ចឹង4នាក់គាត់នៅតែលួចដូចដើមអត់មានដឹងខុសដឹងអីទេគេជេរគេអីក៏អត់ចេះឈឺដែរដឹងតែថាលួចបានក៏យកទៅលក់យកទៅញ៉ាំហើយបានលុយផឹកស៊ីចាយជាមួយគ្នាអញ្ចឹងណាហើយរដងគាត់មិនដែលជាជួបបញ្ហាអីទេប៉ុន្តែរហូតដល់ខែតរ៉េនគឺក្រុមបង្ទី4នាក់ហ្នឹងគាត់ក៏មានកម្រងទៅលួចបេះតរ៉េនរបស់គេហើយគាត់ថាសម័យនោះចកាតរ៉េននៅតំបន់ដែលគាត់នៅគឺជាចកាដែលធំហើយចកាតរ៉េនមួយហ្នឹងមានអ្នកយាមមានអីធំទៅប៉ុន្តែទោះបីជាអ្នកយាមប៉ុណ្ណាក៏ដោយក៏វានៅតែមានចន្លោះអាចឲ្យពួកគាត់លួចបានដែរដោយតែចកាតរ៉េនវាធំអញ្ចឹងវាតែងតែមានផ្លូវមានរុនឲ្យពួកគាត់ចូលទៅលួចបានអញ្ចឹងណាហើយក្រុមបង្ទីគាត់មិនទៅលួចច្រើនអីទេគាត់លួចបានតែ 4-5 ផ្លែហ្នឹងគឺគាត់ចេញមកវិញហើយនិយាយទៅគាត់ចង់បានតែបន្តិចបន្តួចយកមកចាយយកមកផឹកស៊ីអញ្ចឹងណាអញ្ចឹងគាត់អត់មានកម្រងអីទៅលួចអស់ពីចំការអីគឺអត់ទេណាមួយក៏វាលួចមិនបានដែរមែនទេលួចបានតែតិចទេអញ្ចឹងដល់ពេលវាដល់ខែតរ៉េនបែបហ្នឹងបាន4នាក់គាត់ចាប់ផ្ដើមជិះម៉ូតូដើរមើលហ្នឹងគឺស៊ើបមើលថាចកាតរ៉េនមួយណាវាមានផ្លែច្រើនហើយវាមានឱកាសក្នុងការចូលទៅលួចបានចឹងដល់ពេលគាត់ជិះមើលជិះកវ៉ាល់ទៅវិញទៅមកទៅក្រុមបង្ទីគាត់ថាគាត់ជួបចំការតរ៉េន2កន្លែងដែលវាមានផ្លែតរ៉េនធំហើយមើលទីតាំងមើលអីទៅវាអាចនឹងធ្វើឲ្យពួកគាត់មានឱកាសចូលទៅលួចបានណាហើយគាត់មើលតាំងពីអ្នកយាមចំការតរ៉េនទៀតមើលអ្នកយាមចំការតរ៉េនគាត់ដេកនៅណាហើយគាត់ដើរចេញពីទិសដៅខាងណាទៅខាងណាខាងណីអញ្ចឹងណានិយាយទៅស៊ើបមើលយ៉ាងលម្អិតហើយបានស៊ើបគ្រប់គ្នាអស់ហើយបានពួកគាត់និយាយគ្នាគាត់ថាយប់ហ្នឹងប្រហែលជាម៉ោង3យប់ពួកគាត់នឹងបញ្ចេញសកម្មភាពគឺម៉ោង3យប់នឹងនាំគ្នាចេញមកលួចតរ៉េនហើយទីតាំងដែលគាត់ឃើញដូចប្រាប់អញ្ចឹងគឺមាន2កន្លែងអញ្ចឹងគាត់ថាទៅចំការទី1លួចឲ្យបានសិនចាំទៅលួចនៅចំការទី2ហើយអាចចំការតរ៉េនទាំង2កន្លែងដែលគាត់ឃើញហ្នឹងគឺវានៅទីតាំងឆ្ងាយពីគ្នាអាមួយនៅខាងជើងទៅអាមួយទៀតនៅខាងត្បូងអញ្ចឹងវានៅរៀងឆ្ងាយពីគ្នាអញ្ចឹងយប់ហ្នឹងពួកគាត់ណាត់គ្នាទៅអាទី1សិនប៉ុន្តែក្នុងក្រុមគាត់4នាក់ហ្នឹងមានបងប្រុសម្នាក់ដែលឈ្មោះថាឌីណាគាត់ថាគាត់អត់បានទៅចំការទី1ទេដោយសារតែចំការទី1វានៅឆ្ងាយពីផ្ទះគាត់ពេកអញ្ចឹងគាត់និយាយប្រាប់គ្នាគាត់
គាត់ថាឲ្យគ្នាគាត់3នាក់ទៅលួចនៅចំការទី1សិនទៅហើយពេលដែលលួចបានតរ៉េននៅចំការទី1ហើយចាំមកផ្ទះគាត់មកហើយចាំយើងយកតរ៉េនដែលលួចបានហ្នឹងទុកផ្ទះបងឌីណាសិនទៅហើយចាំធ្វើដំណើរទៅលួចនៅចំការទី2តអាហ្នឹងគឺគម្រោងរបស់បងឌីណានិយាយទៅគាត់ខ្ជិលទៅចំការដំបងគាត់ឲ្យ3នាក់ទៅលួចសិនទៅលួចបានចាំទៅអាទី2ជាមួយគាត់គឺរបៀបអញ្ចឹងហើយ3នាក់ទៀតលឺអញ្ចឹងក៏អត់មានបញ្ហាអីដែរដោយសារតែ3នាក់ក៏វាគ្រប់គ្រាន់ដែរណាក្នុងការបញ្ចេញសកម្មភាពណាហើយនៅយប់មួយហ្នឹងខ្ទង់ម៉ោង3យប់ម្នាក់ក៏ចាប់ផ្ដើមត្រៀមខ្លួនដើម្បីធ្វើដំណើរចេញទៅប៉ុន្តែគេគ្រប់គ្នាអត់មានបញ្ហាអីទេតែអ្នកដែលមានបញ្ហាគឺបងស៊ីអានេះអ្វីដែលបងស៊ីគាត់ប្រាប់ពេលក្រោយណាដែលបងស៊ីគាត់ថានៅយប់ថ្ងៃនោះម៉ោងប្រហែលជាខ្ទង់3យប់ពេលដែលគាត់រៀបចំអាវ៉ាន់ស្លៀកពាក់ស្លៀកអីហើយត្រៀមនឹងចេញពីផ្ទះស្រាប់តែពុកគាត់អត់ឲ្យគាត់ចេញទៅទេគឺមិនដឹងមិនយប់នឹងពុកគាត់ដូចរបៀបថាសម្រានអត់លក់ហើយពុកគាត់មកអង្គុយក្រៅផ្ទះទៅឃើញបងស៊ីកំពុងតែដើរចេញក្រៅលេងពុកគាត់ស្រែកឲ្យបងស៊ីចូលផ្ទះវិញហើយចូលទៅដេកអត់ឲ្យទៅណាទេហើយបងស៊ីគាត់បញ្ជាក់គាត់ថារាល់ដងរាល់ឆ្នាំពេលដែលបងស៊ីគាត់ចេញទៅរកផ្លែឈើរកអីចឹងពុកគាត់មិនដែលហាមទេប៉ុន្តែលើកនឹងមិនដឹងមិនពុកគាត់ហាមហើយមិនត្រឹមតែហាមទេស្រែកកំហោកដាក់បងស៊ីខ្លាំងទៀតនិយាយទៅស្រែកដូចរបៀបជេរកូនណាអត់ឲ្យហែងទៅណាទេចូលទៅដេកហើយបងស៊ីដល់ពេលឃើញពុកគាត់ស្រែកជេរស្រែកថាឲ្យខ្លាំងបែបហ្នឹងបងស៊ីគាត់ក៏ដើរចូលទៅក្នុងបន្ទប់វិញទៅប៉ុន្តែពេលដែលគាត់ចូលទៅក្នុងបន្ទប់បងស៊ីគាត់អារម្មណ៍អត់ល្អទេដូចថាគាត់ខឹងពុកគាត់ដែរអញ្ចឹងបងស៊ីគាត់ក៏ក្តៅក្រហាយគាត់ស្រែកគាត់ជេរហើយគាត់ស្រែកជេរមួម៉ៅនៅផ្ទះហ្នឹងស្រែកជេរក្នុងបន្ទប់ហ្នឹងមកសទុះទៅបានពុកគាត់មកគោះទ្វារបងស៊ីហើយគោះទ្វារបងស៊ីហ្នឹងមិនមែនមកនិយាយស្រួលបួលទេគឺមកគោះទ្វារបន្ទប់បងស៊ីហើយជេរបងស៊ីមកតង់ទៀតចុះពុកគាត់ឮសំឡេងបងស៊ីល្អច្រើនស្រែកច្រើនណោះអញ្ចឹងពុកគាត់មកជេរមកស្រែកថាឲ្យមកតង់ទៀតហើយបងស៊ីពេលហ្នឹងគាត់ថាដោយសារតែចិត្តគាត់នេះចង់ចេញទៅក្រៅពីពួកគាត់បានណាត់គ្នាជាមួយមិត្តភ័ក្តិហើយអញ្ចឹងអារម្មណ៍បងស៊ីពេលហ្នឹងចង់ទៅចេញទៅក្រៅអត់មានស្ដាប់ពុកគាត់ជេរថាឲ្យអីទេហើយដោយសារតែគាត់ចង់ចេញទៅក្រៅបែបហ្នឹងបងស៊ីគាត់ក៏ស្រែកថាឲ្យពុកគាត់វិញទៅនិយាយទៅស្រែកខ្លាំងពេលហ្នឹងរៀងមានពាក្យគំរោះគំរើយដែរហើយឆ្លោះគ្នាជាមួយពុកគាត់រហូតដល់ថ្នាក់ពុកគាត់នឹងរុញបងស៊ីចូលបន្ទប់ប៉ុន្តែបងស៊ីណារុញពុកគាត់ចេញទៅវិញហើយគាត់រុញពុកគាត់ឡើងពុកគាត់នឹងប៊ីដួលប៉ុន្តែបងស៊ីអត់មានខ្វល់ទេពេលឃើញពុកគាត់កំពុងតែចង់ដួលអញ្ចឹងបងស៊ីគាត់ក៏បញ្ញាប់ដើរចេញមកក្រៅហើយរត់ចេញទៅក្រៅផ្ទះទៅនិយាយទៅអត់មានស្ដាប់ឪខ្លួនឯងទេរុញឪចេញហើយរត់ចេញមកក្រៅដើម្បីទៅលួចបេះត្រេនហើយពុកគាត់ក៏អត់មានមកតាមបងស៊ីដែរអញ្ចឹងបងស៊ីពេលគាត់ចេញពីផ្ទះបានគាត់ក៏បញ្ញាប់ដើរទៅផ្ទះបងទីដែលបងទីនិងបងនី2នាក់កំពុងតែអង្គុយចាំនៅផ្ទះហ្នឹងប៉ុន្តែបងស៊ីគាត់ថាពេលដែលគាត់កំពុងតែដើរតាមផ្លូវទៅផ្ទះបងទីហ្នឹងបងស៊ីគាត់ថាគាត់ដើរប្រើគាត់ល្អូប្រើគាត់ល្អូហ្នឹងគឺគាត់ល្អូថាឲ្យឪគាត់ល្អូថាមិនដឹងជាឪគាត់ថៃថ្ងៃហ្នឹងមិនបានគាត់មកហាមខ្ញុំគាត់គិតអីគាត់ចេះតែគិតចេះតែនិយាយផ្ដេសផ្ដាស់នៅមាត់ហ្នឹងតែម្លងពេលដែលបងស៊ីគាត់ល្អូគាត់ឌៀមដាមឪគាត់នៅតាមផ្លូវហ្នឹងស្រាប់តែបងស៊ីគាត់ថាសុកមានអារម្មណ៍ដូចមានដៃមនុស្សមកចាប់ស្មាគាត់ពីក្រោយគឺគាត់ថាដូចមែនទែនដូចដៃមនុស្សមកចាប់ស្មារបស់យើងអញ្ចឹងហើយដល់ពេលបងស៊ីគាត់មានអារម្មណ៍បែបហ្នឹងគាត់មិនត្រូវងាកទៅក្រោយមើលពីព្រោះគាត់គិតថាប្រហែលជាពុកគាត់មកតាមប៉ុន្តែដល់ពេលគាត់ងាកទៅក្រោយមើលគាត់ថាអត់មានឃើញអីទេគ្រប់យ៉ាងស្ងាត់ជ្រាបហើយអាចង្វាក់ដែលវាស្ងាត់ហ្នឹងបងស៊ីគាត់ថាមានខ្យល់បក់មកទៀតនិយាយទៅចង្វាក់កន្លែងនឹងធ្វើឲ្យគាត់ព្រឺសបល់មែនតើគាត់នឹងងាកទៅភពអត់មានឃើញអីហើយខ្យល់វាវូមកវាធ្វើឲ្យយើងព្រឺឆ្អឹងខ្នងអញ្ចឹងបងស៊ីអត់មានគិតអីច្រើនទេបញ្ញាប់រត់ទៅផ្ទះបងទីឲ្យលឿនហើយដល់ពេលគាត់រត់ទៅដល់ឃើញបងទីជាមួយនឹងបងនី2នាក់ដែលជាបងប្អូនបកើតហ្នឹងគាត់ត្រៀមខ្លួនគាត់ត្រៀមអីរួចរាល់អស់ហើយបាន3នាក់គាត់ចាប់ផ្ដើមចេញដំណើរទៅចំការត្រេនទី1ហើយបងស៊ីពេលហ្នឹងគាត់អត់តន់លើកហេតុការណ៍ដែលគាត់ជួបមុនហ្នឹងប្រាប់ទៅបងទីនិងបងនីទេនិយាយទៅគាត់លាក់សិនគាត់អត់ចង់ឲ្យខូចបរិយាកាសអញ្ចឹងណាទាំងនៅក្នុងចិត្តគាត់រៀងភ័យដែរដែលសារមានដៃមនុស្សមកប៉ះស្មាពីណាមិនភ័យមែនទេប៉ុន្តែបងស៊ីគាត់ធ្វើធម្មតាសិនហើយរឿងនេះរៀងមានឈ្មោះច្រើនតិចណាបងប្អូនណាអញ្ចឹងព្យាយាមស្ដាប់កុំឲ្យច្រឡំហើយខ្ញុំក៏ព្យាយាមនិយាយឈ្មោះមួយកុំឲ្យច្រឡំដូចគ្នាហ្នឹងហើយអញ្ចឹងបញ្ជាក់ម្ដងទៀតណាថាឥឡូវហ្នឹង3នាក់គាត់កំពុងតែ
ដើរទៅចំការតរេនទី1ហើយ3អ្នកគាត់នឹងមានបងទីបងនីជាមួយនឹងបងស៊ីឈ្មោះ3អ្នកគេនឹងស្តៀងគ្នាហើយ3អ្នកគាត់ថាពេលដែលដើរទៅដល់ចំការតរេននឹងដំបងពួកគាត់ឃើញសមោលមនុស្សកំពុងដើរនៅក្នុងចំការដូចថាអ្នកយាមចំការគេដើរមើលណាអញ្ចឹងពេលដែលទៅដល់ដំបងពួកគាត់អត់ទាន់ហ៊ានចូលទេគឺនៅលបសិនលបមើលរហូតតតែអ្នកយាមចំការហ្នឹងគាត់ដើរទៅរៀងឆ្ងាយតិចទៅបាន3អ្នកគាត់ចាប់ផ្ដើមបញ្ចេញសកម្មភាពហើយសកម្មភាពរបស់គាត់គឺបងប្អូនអាចសម័យឃើញហ្នឹងមែនទេគឺ3អ្នកគាត់ហ្នឹងលូនដើរវាចូលទៅក្នុងចំការតរេនទៅហើយគាត់ទៅដើមឈើមួយដើមដែលមានផ្លែតរេនមានអីហ្នឹងហើយទៅដល់ហើយក៏ចាប់ផ្ដើមឡើងទៅលើដើមតរេនប៉ុន្តែអ្នកដែលឡើងមានតែម្នាក់ទេម្នាក់ទៀតចាំទទួលនៅខាងក្រោមហើយម្នាក់ទៀតចាំមើលផ្លូវ3អ្នកគេហ្នឹងមានមុខងារខុសៗគ្នាហើយអ្នកដែលឡើងទៅលើដើមតរេនគឺបងទីហើយបងទីគាត់ថាមុននឹងគាត់ឡើងទៅលើដើមតរេនគាត់ងើយកទៅមើលខាងលើសិនមើលសិនណាឲ្យដឹងថាដើមហ្នឹងវាមានផ្លែពិតមែនអត់ហើយផ្លែបើមានវាមាននៅមេឃមួយណានៅកន្លែងណាអញ្ចឹងណាអញ្ចឹងបងទីគាត់ងើយមើលសិនហើយអាពេលដែលគាត់ងើយមើលហ្នឹងគាត់អត់បានចាំងពិលទៅមើលទេដោយសារតែខ្លាចអ្នកយាមចំការគេមើលឃើញណាអញ្ចឹងគាត់ងើយមើលឡើងលើទាំងងងឹតហើយអាពេលដែលគាត់មើលទាំងងងឹតហ្នឹងបងទីគាត់ថាគាត់អត់មានឃើញផ្លែតរេនសូម្បីតែមួយផ្លែនិយាយទៅបើដើមហ្នឹងវាមានផ្លែតរេនយើងប្រកាសជាឃើញសមោលខ្មៅមូលទេមែនទេប៉ុន្តែពេលហ្នឹងបងទីងើយទៅលើមើលអត់មានឃើញខ្មៅមូលអីទេនិយាយទៅគឺវាដូចជាដើមមួយដែលគ្មានផ្លែសូម្បីតែមួយផ្លែទាំងដែលថ្ងៃមិញពួកគាត់ជិះកវ៉ែលមើលពួកគាត់ថាឃើញផ្លែច្រើនណាស់តែឥឡូវនេះមួយផ្លែក៏អត់ដែរហើយដល់ពេលគាត់អត់ឃើញអាដើមមួយហ្នឹងគាត់មិនដើរទៅដើមផ្សេងទៀតហើយបងទីគាត់ថា3នាក់គាត់ហ្នឹងដើរទៅមើលនៅដើមផ្សេងក៏នៅតែអត់ឃើញផ្លែតរេនដែរគឺឃើញតែដើមឈើឃើញតែមែកឃើញតែស្លឹកអាសមោលខ្មៅមូលដូចតរេនគឺអត់មានឃើញទេហើយគាត់ថាគាត់ដើរមើលបែបហ្នឹងជិត10ដើមអត់មានឃើញផ្លែសូម្បីតែមួយផ្លែហើយដល់ពេលអត់ឃើញចឹងទៅពួកគាត់មិនអស់ចិត្តណាបងទីគាត់ក៏ឲ្យបងស៊ីហ្នឹងចាំងពិលឡើងទៅមើលខាងលើដោយសារតែបងស៊ីពេលហ្នឹងគាត់កាន់ពិលណាហើយចាំងពិលហ្នឹងចាំងឲ្យលឿនខ្លាចអ្នកមើលចំការគេឃើញពលឺពិលទៅគេនឹងមកចាប់គាត់ណាចឹងចាំងឲ្យលឿនបញ្ញាប់បិទវិញចឹងទៅហើយបងស៊ីគាត់លឺចឹងគាត់ក៏ស្ដាប់តាមគាត់យកពិលចាំងទៅលើដើមឈើទៅហើយអាពេលដែលគាត់យកពិលចាំងទៅលើដើមឈើហ្នឹងបងទីគាត់ថានៅលើដើមឈើឃើញផ្លែតរេនច្រើនមែនទែននិយាយទៅអាពេលអត់យកពិលទៅប្រចាំងអត់មានឃើញផ្លែទេតែដល់ពេលយកពិលទៅប្រចាំងស្រាប់តែឃើញហើយឃើញច្រើនមែនទែនប៉ុន្តែអ្វីដែលធ្វើឲ្យ3នាក់គាត់សឹងតែលួសព្រលឹងគាត់ថាគាត់មិនត្រឹមតែឃើញផ្លែតរេនទេគាត់ថែមទាំងឃើញរូបរាងមនុស្សប្រុសម្នាក់កំពុងតែអង្គុយនៅលើម៉ែឈើអាម៉ែឈើដើមតរេនហ្នឹងប៉ុន្តែដោយសារតែពេលហ្នឹងពួកគាត់នៅខាងក្រោមអញ្ចឹងពេលដែលពួកគាត់ចាំងពិលទៅមើលខាងលើគាត់ឃើញតែត្រឹមជើងត្រឹមកផ្លូវត្រឹមខ្លួនត្រឹមអីតែងទួយទេតែមើលទៅដឹងថាជារូបរាងមនុស្សប្រុសស្លៀកខោវែងអង្គុយនៅលើម៉ែឈើហើយបងប្អូនគិតមើលទៅពួកគាត់ពេលនោះគឺជាចៅគាត់កំពុងតែមកលួចតរេនរបស់គេអញ្ចឹងគាត់ប្រចាំងពិលទៅលើដើមឈើគាត់ឃើញមានមនុស្សអង្គុយលើនោះមិនថាខ្មោចមិនថាមនុស្សទេក៏គាត់ត្រូវតែរត់ដែរមែនទេចុះគាត់ចៅបើសិនជាអ្នកដែលអង្គុយនៅលើដើមឈើនោះជាមនុស្សគេមិនត្រូវចាប់ពួកគាត់គេមិនត្រូវវាយពួកគាត់អញ្ចឹងបងទីពេលនោះអត់មានគិតអីច្រើនទេគ្រាន់តែបងស៊ីចាំងពិលទៅលើមើលមួយផ្លែតឃើញរូបរាងមនុស្សអង្គុយលើម៉ែឈើហើយពួកគាត់3នាក់បញ្ញាប់បិទភ្លើងពិលវិញហើយនាំគ្នារត់ចេញពីចំការទី1នឹងផ្លែតប៉ុន្តែពេលដែល3នាក់គាត់កំពុងតែរត់ចេញក្រៅហ្នឹង3នាក់គាត់ថាឮសំឡេងម៉ែឈើឮសំឡេងរត់ឮសំឡេងនេះសំឡេងនោះដោយរបៀបមានមនុស្សដេញតាមពីក្រោយហើយដល់ពេលពួកគាត់ឮសំឡេងបែបហ្នឹងបងស៊ីដូចថាគាត់មិនអស់ចិត្តហើយគាត់អ្នកកាន់ពិលអញ្ចឹងបងស៊ីគាត់ក៏បែរខ្លួនទៅក្រោយហើយចាំងពិលចាំងទាំងរត់ហ្នឹងរត់ប្រដើចាំងប្រដើហើយអាចង្វាក់ដែលគាត់ចាំងពិលទៅក្រោយមើលហ្នឹង3អ្នកគាត់ថាឃើញរូបរាងមនុស្សដែលអង្គុយលើម៉ែឈើមុនហ្នឹងឥឡូវហ្នឹងគាត់ឃើញអង្គុយនៅលើម៉ែឈើនៅឡើយប៉ុន្តែវាម៉ែឈើផ្សេងមិនមែនម៉ែឈើមុនទេវាអង្គុយនៅលើម៉ែឈើម្ដងទៀតតែអ្វីដែលវារន្ធត់គឺរូបរាងបរោះម្នាក់ហ្នឹងគាត់អត់មានក្បាលទេគឺគាត់មានតែខ្លួនណាគឺក្បាលគាត់មិននឹងបាត់ទៅណារូបរាងគាត់មានតែត្រឹមជើងដល់កទេអាមុនហ្នឹងពួកគាត់នៅក្រោមដើមតរេនអញ្ចឹងពួកគាត់មើលអត់ឃើញទើបតែឥឡូវហ្នឹង
រត់ចេញមកមកសទុះទៅចាំងទៅមើលម្ដងទៀតគឺឃើញបែបហ្នឹងឃើញរូបរាងបរិសម្នាក់អង្គុយលើម៉ែឈើប៉ុន្តែអត់មានក្បាលហើយដល់ពេលឃើញបែបហ្នឹងច្បាស់ហើយណាថាមិនមែនមនុស្សទេគឺខ្មោច 100% អញ្ចឹង3អ្នកគាត់ក៏បញ្ញាប់រត់ចេញពីចំការតរេនហ្នឹងរត់យ៉ាងលឿនគ្មានហ៊ានស្រែកគ្មានហ៊ានអីទេពីព្រោះខ្លាចខ្មោចផងខ្លាចអ្នកយាមចំការតរេនចាប់ផងអញ្ចឹងរត់ទាំងបិទមាត់ហើយអញ្ចឹងរត់រហូតតតែចេញពីចំការតរេនទី1ទៅក៏ពួកគាត់អត់មានគិតថាចូលមកវិញទេនិយាយទៅពួកគាត់ចេញទៅគឺទៅហ្មងហើយទៅនឹងទៅផ្ទះបងឌីណាទៅផ្ទះបងឌីណាដើម្បី4អ្នកគាត់ទៅចំការតរេនទី2ហើយក៏ចឹងទៅ3អ្នកគាត់រត់រហូតតតែទៅដល់ផ្ទះបងឌីណាទៅបាន3អ្នកគាត់អត់ទាន់លើកហេតុការណ៍ដែលជួបមុនហ្នឹងប្រាប់បងឌីណាទេពីព្រោះខ្លាចប្រាប់ទៅបងឌីណាគាត់ខ្លាចគាត់ភ័យគាត់លែងហ៊ានទៅបេះធ្វើម៉េចទៅអញ្ចឹង3អ្នកគាត់ណាត់គ្នាថាកុំមាត់កុំប្រាប់អីទាំងអស់អញ្ចឹង3អ្នកគាត់ក៏ធ្វើអញ្ចឹងទៅពេលទៅដល់ផ្ទះបងឌីណាឃើញបងឌីណាគាត់កំពុងតែអង្គុយចាំនៅក្រោមផ្ទះអញ្ចឹង4អ្នកគាត់ក៏ចាប់ផ្ដើមធ្វើដំណើរទៅចំការទី2ហើយខ្ញុំសរសើរ3អ្នកគាត់មែនតើណា3អ្នកដែលជួបបរោះអត់ក្បាលមុនហ្នឹងណាតើសើ3អ្នកគាត់មែនតើជួបប៉ុណ្្នឹងហើយនៅមានកម្លាំងនៅហ៊ានទៅលួចតរេននៅចំការទី2ទៀតបើសិនជាអ្នកខ្លះវិញឃើញប៉ុណ្្នឹងគឺដឹងតែស្លេកដឹងតែឈឺឈួតបាត់ហើយមែនទេអ្នកខ្លះឈឺស្លេកធ្វើអីគ្មានបានទេប៉ុន្តែ3អ្នកគាត់នៅមានកម្លាំងនៅអាចទៅលួចនៅចំការទី2បានហើយណាមួយដូចប្រាប់ចឹងណាចំការទី1និងចំការទី2វានៅឆ្ងាយពីគ្នាអញ្ចឹងទៅចំការទី2ប្រហែលជាវាសុវត្ថិភាពជាងណាអញ្ចឹង4អ្នកគាត់ក៏ធ្វើដំណើរទៅចំការទី2ទៅណាពេលដែលដើរទៅអត់មានបញ្ហាអីទេហើយម្នាក់ក៏អត់មាននិយាយអីច្រើនដែរប៉ុន្តែពេលដែលទៅដល់ចំការទី2ហ្នឹងហើយពួកគាត់កំពុងតែលោបចូលទៅក្នុងចំការទី2ស្រាប់តែបងឌីណាលេងសុកគាត់និយាយរឿងមួយចេញមកគាត់ថានៅក្បែរចំការតរេនទី2ហ្នឹងណាមានកន្លែងកប់ខ្មោចហើយមានភ្នោខ្មោចច្រើនមែនទែនបងឌីណាសុកគាត់និយាយចឹងមកមួយថ្ងៃគាត់អត់និយាយទេទៅតែឥឡូវហ្នឹងគាត់ប្រាប់ដោយសារតែផ្ទះគាត់នៅចិត្តចំការទី2អញ្ចឹងបងឌីណាគាត់ដឹងណាគាត់ដឹងថាម្ដុំហ្នឹងមានកន្លែងកប់ខ្មោចហើយបងប្អូនគិតមើល3អ្នកទៀតទៅតែជួបខ្មោចលងមុនហ្នឹងណាហើយដល់ពេលមកលឺបងឌីណានិយាយចឹងទៀតពួកគាត់កាន់តែភ័យប៉ុន្តែព្យាយាមធ្វើធម្មតាដើម្បីកុំឲ្យបងឌីណាគាត់ដឹងហើយគាត់ខ្លាចដែរអញ្ចឹងធ្វើធម្មតាទៅនាំគ្នាលោបរហូតតតែទៅដល់ដើមតរេនមួយដើមដែលដើមតរេនមួយដើមហ្នឹងធំមែនទែនហើយធំមកភ្ជុំទេងុំវាងងឹតអាកន្លែងក្រោមដើមតរេនមួយដើមហ្នឹងងងឹតឆឹងហ្មងងងឹតសំបីតែមើលមុខគ្នាមើលមិនចង់ឃើញគឺដូចថាដើមតរេនហ្នឹងវាក្របពលឺពីប្រច័នចិត្តអញ្ចឹងធ្វើឲ្យពួកគាត់មើលអីអត់ឃើញទេបើចង់មើលឃើញតតែបើកពិលហើយដូចបច្ចៈមុនហ្នឹងអញ្ចឹងពួកគាត់អត់អាចបើកពិលយូរបានទេបើកពិលយូរទៅខ្លាចអ្នកយាមតរេនគេឃើញអញ្ចឹងបើកបានតែមួយផ្លែតទេអញ្ចឹងពេលអត់បើកគឺងងឹតឆឹងអញ្ចឹង4អ្នកគាត់ពេលដែលទៅដល់តរេនមួយដើមហ្នឹងក៏2អ្នកឡើងទៅលើដើមតរេនហើយ2អ្នកទៀតនៅក្រោមហើយអ្នកដែលនៅក្រោមគឺបងទីជាមួយនឹងប្អូនរបស់គាត់ដែលឈ្មោះថាបងនីហ្នឹងណានិង2អ្នកគាត់នៅក្រោមបងឌីណាជាមួយនឹងបងស៊ីឡើងទៅលើដើមតរេនហើយអំឡុងពេលដែលបងទីជាមួយនឹងប្អូនប្រុសគាត់នៅក្រោមដើមតរេនហ្នឹងណាស្រាប់តែគាត់ឈរចាំសុកបងនីដែលជាប្អូនគាត់ថាគាត់ឮសំឡេងទឹកហើយសំឡេងទឹកដែលគាត់ឮហ្នឹងណាគាត់គិតថាវាជាសំឡេងតរេនទុំធ្លាក់មកតរេនដូចថាវាទុំវាធ្លាក់មកខ្លួនឯងណាអញ្ចឹងបងនេះគាត់គិតថាអញ្ចឹងហើយដល់ពេលគាត់គិតថាអញ្ចឹងគាត់អត់ដើរទៅមើលខ្លួនឯងទេគាត់បែរជាហៅបងទីបងប្រុសគាត់ហ្នឹងណាគាត់ថាបងបាយដើរទៅមើលតិចមើលកែងលោអាសំឡេងធ្លាក់មុនហ្នឹងគឺជាតរេនហើយតរេនវាទុំធ្លាក់អញ្ចឹងប្រហែលជាវាអាចញ៉ាំបានឬក៏យកទៅលក់បានអញ្ចឹងណាអញ្ចឹងបងនេះគាត់ហៅបងទីដើរទៅមើលហើយបងទីគាត់ថាគាត់ក៏ឮសំឡេងដូចគ្នាអញ្ចឹងបងទីគាត់ក៏ដើរទៅមើលទៅប៉ុន្តែពេលដែលដើរទៅមើលអត់មានចាំងពិលចាំងអីទៅទេគឺដើរទាំងងងឹតហើយអាចង្វាក់ដែលគាត់ដើរទៅទាំងងងឹតហ្នឹងស្រាប់តែគាត់ដើរសុកមានអ្វីមួយយ៉ាងល្មៀលមកប៉ះជើងបងទីហើយបងប្អូនគិតមើលយើងកំពុងតែនៅចកាតរេនអញ្ចឹងអ្វីដែលវាល្មៀលមកប៉ះជើងយើងមិនគិតថាតរេនមែនទេអានេះគឺគិតបែបងាយណាអញ្ចឹងបងទីពេលហ្នឹងគាត់គិតថាប្រហែលជាផ្លែតរេនដែលធ្លាក់មុនហ្នឹងវាល្មៀលមកជើងគាត់ហើយបងទីគាត់ងាកចុះទៅមើលខាងក្រោមក៏ឃើញមូលខ្មៅដូចគ្នាគឺមើលអត់ឃើញឃើញតែខ្មៅអញ្ចឹងបងទីគាត់ក៏អោនចុះ
ហើយយកដៃពីររបស់គាត់ហ្នឹងទៅចាប់ផ្លែតរេននៅជើងរបស់គាត់ប៉ុន្តែអាចង្វាក់ដែលគាត់អោនចុះយកដៃទៅចាប់តរេនដែលល្មៀលមកប៉ះជើងគាត់ហ្នឹងបងទីគាត់ថាអាតរេនដែលនៅជើងហ្នឹងវាអត់មុតវាតុនវាអត់មុតអត់អីដូចតរេនទូទៅទេវាតុនជ្រាយហើយមិនត្រឹមតែតុនទេវាថែមទាំងមានសរសៃសក់នៅនឹងទៀតគឺដៃគាត់មកចំហៀងប៉ះទៅដូចសក់អញ្ចឹងតសៃហើយដល់ពេលគាត់ឃើញបែបហ្នឹងបងទីគាត់មិនភ្ញាក់គាត់ចង់ដឹងថាអានៅជើងគាត់ហ្នឹងវាស្អីគេពីព្រោះ Steve មុនហ្នឹងវាដូចជាមិនមែនតរេនទេវាដូចជាស្អីផ្សេងអញ្ចឹងបងទីគាត់ក៏បើកពិលមើលហើយបើកពិលហ្នឹងបើកតែមួយផ្លែទេដើម្បីមើលហើយអាចង្វាក់ដែលគាត់បើកពិលមួយផ្លែមើលហ្នឹងបងទីគាត់ថានៅជើងគាត់មិនមែនជាតរេនទេវាគឺជាក្បាលមនុស្សហើយជាក្បាលមនុស្សប្រុសក្បាលមនុស្សចាស់ជាក្បាលរបស់លោកតាម្នាក់ហើយវាគួរឲ្យខ្លាចមែនទែនមុខលោកតាម្នាក់នោះភ្នែកគាត់សឹងតែលៀនចេញមកខាងក្រៅដូចថាវាចង់អាលេះអាលួយវាហើមភ្នែកវាចង់ខ្ទាតចេញមកក្រៅនិយាយទៅគ្រាន់តែឃើញភ្លាមបងទីសឹងតែលុះព្រលឹងហើយគាត់ឃើញតែមួយផ្លែទេគាត់បិទពិលបិទអីវិញទៅក៏បញ្ញាប់រត់ចេញពីក្បាលលោកតាម្នាក់ហ្នឹងមកហើយរត់ចេញមកហ្នឹងរត់មកកន្លែងប្អូនគាត់ឈរវិញប៉ុន្តែអាចង្វាក់ដែលគាត់រត់មកហ្នឹងបងទីគាត់ថាគាត់ឮសំឡេងអ្វីមួយយ៉ាងវាកំពុងតែល្មៀលមកតាមគាត់និយាយទៅរត់មកមានសំឡេងល្មៀលមកតាមក្រោយហើយវាមិនត្រឹមតែសំឡេងល្មៀលទេថែមទាំងឮសំឡេងលោកតាម្នាក់ស្រែកចេញមកទៀតដោយសំឡេងលោកតាម្នាក់ហ្នឹងគាត់ស្រែកមកថាខ្លួនតានៅណាជួយរកខ្លួនឲ្យតាផងគឺបងទីគាត់ឮសំឡេងលោកតាចាស់ម្នាក់និយាយមកបែបហ្នឹងហើយដោយសារតែគាត់ឮសំឡេងច្បាស់បែបហ្នឹងជាមួយនឹងអាសំឡេងល្មៀលមកពីក្រោយទៀតបងទីគាត់គិតបានហ្មងគាត់ថាប្រកាសជាក្បាលលោកតាមុនហ្នឹងល្មៀលមកតាមពីក្រោយគាត់អញ្ចឹងបងទីពេលហ្នឹងទប់អត់ជាប់ទេគាត់ស្រែកឡើងផ្អើលចកាតរេនហើយដោយសារតែគាត់ស្រែកនឹងហើយទើបធ្វើឲ្យប្អូនប្រុសគាត់ជាមួយនឹងមិត្តភ័ក្តិ2នាក់ទៀតដែលកំពុងនៅលើដើមតរេនហ្នឹងនាំគ្នាលោតចុះមកក្រោមហើយពេលដែលលោតចុះមកក្រោមបងស៊ីខិចជើងទៀតប៉ុន្តែ4នាក់គាត់អត់ចោលគ្នាទេនាំគ្នាគ្រានាំគ្នារត់ចេញមកទាំង4គូពេលនោះខ្លាចមែនទែនណាដូចថាបងទីគាត់ឃើញច្បាស់ពេកហើយពេលដែល4នាក់គាត់រត់ចេញមកពីចំការតរេន4នាក់គាត់ក៏បើកពិលតាមផ្លូវដែរនិយាយទៅពេលហ្នឹងលែងខ្លាចគេចាប់លែងខ្លាចអីហើយគឺខ្លាចខ្មោចជាងណាអញ្ចឹងបើកពិលបើកអីមើលដើម្បីឃើញផ្លូវចេញមកក្រៅហើយដោយសារតែពួកគាត់បើកពិលបើកអីរកផ្លូវចេញមកក្រៅហ្នឹងក្រុមបងទីទាំង4នាក់ឃើញដូចគ្នាគឺ4នាក់គាត់ថាឃើញក្បាលតាចាស់ម្នាក់នោះកំពុងតែល្មៀលមកឈប់នៅក្រោមដើមតរេនមួយដើមហើយអ្វីដែលវាកាន់តែរន្ធត់គឺនៅលើដើមឈើមួយដើមនោះមានខ្លួនលោកតាអង្គុយនៅលើនោះហើយខ្លួនលោកតាម្នាក់នោះបងប្អូនដឹងពីណាគេអត់គឺជាខ្លួនបរិសម្នាក់ដែលពួកគាត់ឃើញនៅចំការទី1អាចចំការទី1ពេលដែលគាត់ទៅមិនឃើញរូបរាងបរិសម្នាក់អត់ក្បាលអង្គុយនៅលើដើមឈើហ្នឹងឥឡូវគាត់មកចំការទី2នៅឃើញរូបរាងបរិសម្នាក់នោះអង្គុយនៅលើមែកឈើដើមតរេនដូចដើមតែគ្រាន់តែលើកនេះមានក្បាលលោកតានៅខាងក្រោមដើមឈើមួយដើមនឹងទៀតគឺឃើញទាំងខ្លួនឃើញទាំងក្បាលហើយ4នាក់គាត់ឃើញបែបហ្នឹងបងប្អូនគិតមើលពេលនោះគឺភ័យមែនទែនសឹងតែបោះជំហានរត់មិនរួចហើយដោយសារតែឃើញក្បាលលោកតាម្នាក់នោះនៅដើមឈើខាងមុខអញ្ចឹងពួកគាត់អត់រត់ទៅផ្លូវខាងមុខទេពួកគាត់បាត់ទៅស្ដាំហើយនាំគ្នារត់គេចចេញពីកន្លែងហ្នឹងហើយរត់រហូតតតែចេញពីចំការតរេននឹងបានប៉ុន្តែអាកន្លែងដែលគាត់ចេញពីចំការតរេនហ្នឹងបងទីគាត់ថាពួកគាត់ទាំង4នាក់ហ្នឹងធ្លាយទៅដល់កន្លែងកប់ខ្មោចអាកន្លែងដែលបងឌីណាប្រាប់មុនហ្នឹងគាត់ថាចំការតរេនទី2ហ្នឹងនៅក្បែរនឹងកន្លែងកប់ខ្មោចអញ្ចឹងឥឡូវហ្នឹងពួកគាត់ភ័យពេករត់គ្មានដឹងផ្លូវគ្មានដឹងអីទេរត់រហូតតធ្លាយទៅដល់កន្លែងកប់ខ្មោចមួយហ្នឹងអូនិយាយទៅគិចខ្មោចទៅជួបខ្មោចគឺវាសោយមែនតើណាពេលហ្នឹងប៉ុន្តែសំណាងដែរដែល4នាក់គាត់ថាពេលដែលទៅដល់កន្លែងកប់ខ្មោចមួយហ្នឹងពួកគាត់អត់មានឃើញខ្មោចឃើញអីនៅកន្លែងនោះទៀតទេនិយាយទៅឃើញតែភ្នោប៉ុន្តែឃើញតែភ្នោក៏ព្រឺសបល់ដែរមែនទេតែ4នាក់គាត់ព្យាយាមនាំគ្នារត់កាត់អាកន្លែងកប់ខ្មោចហ្នឹងទៅហើយដល់ពេលរត់គេចផុតពីកន្លែងកប់ខ្មោចហ្នឹងហើយគាត់ថាគ្រប់យ៉ាងវាផុតហើយណាប៉ុន្តែអត់ទេគាត់ថាពេលដែលគាត់រត់ហួសកន្លែងកប់ខ្មោចហ្នឹងបានមកផ្លែតទៅមុខទៀតស្រាប់តែគាត់រត់សុក
គាត់លឺសំឡេងតាចាស់ម្នាក់នោះស្រែកមកដូចដើមគាត់ស្រែកសួរថាឃើញខ្លួនតាអត់ហើយ4អ្នកគាត់លឺអញ្ចឹងមិននេះទៀតហ្នឹងមែនទេមិនស្លន់ទៀតអញ្ចឹងនាំគ្នាមើលថាសំឡេងនឹងវានៅណាហើយដល់ពេលមើលទៅវិញទៅមកអត់ឃើញក្បាលលោកតាម្នាក់នោះទេទៅជាឃើញខ្លួនលោកតាម្នាក់នោះកំពុងតែឈរនៅលើដើមឈើឈរនៅលើមែកឈើហើយឈរអត់មានក្បាលទេឈរឆ្កឹងអត់មានខ្លាច់ធ្លាក់អត់មានតោងអត់មានអីទេឈរស្ងៀមនៅលើនោះអញ្ចឹង4អ្នកគាត់ក៏ប្រញាប់រត់គេចចេញពីកន្លែងហ្នឹងទៅមុខទៀតនិយាយទៅគ្មានបានសម្រាកគ្មានបានឈប់អីសំបីតាន់តិចទេហើយរត់បែបហ្នឹងរហូតតតែចូលមកដល់ផ្លូវក្នុងភូមិហើយដល់ពេលចូលមកដល់ផ្លូវក្នុងភូមិហើយ4អ្នកគាត់ក៏ប្រញាប់រត់មកផ្ទះបងឌីណាដោយសារតែផ្ទះបងឌីណានៅជិតជាងគេចឹងនាំគ្នារត់មកផ្ទះបងឌីណាសិនហើយពេលដែលពួកគាត់រត់មកដល់ផ្ទះបងឌីណាហ្នឹងពេលហ្នឹងមេឃក៏វាចិត្តភ្លឺហើយដែរពេលហ្នឹងចិត្តម៉ោង5ភ្លឺហើយពេលដែលពួកគាត់មកដល់ផ្ទះពេលហ្នឹងម៉ាក់បងឌីណាក៏ភ្ញាក់ពីគេងដែរហើយម៉ាក់បងឌីណាឃើញ4អ្នកគាត់ទឹកមុខស្លេកស្លាំងហើយហត់ខោអាវប្រឡាក់ដីប្រឡាក់នេះប្រឡាក់នោះនិយាយទៅមើលទៅដូចមនុស្សទៅជួបអ្វីមួយយ៉ាងហើយរត់គេចពីអ្វីមួយយ៉ាងអញ្ចឹងណាអញ្ចឹងម៉ាក់បងឌីណាក៏សួរ4អ្នកគាត់ទៅសួរថាទៅធ្វើអីទៅជួបអីហើយមិនបានមានសភាពបែបហ្នឹងហើយដល់ពេលម៉ាក់បងឌីណាសួរហើយពេលហ្នឹងមានតែបងនីម្នាក់ទេដែលអាចនិយាយបានណាបើ3អ្នកទៀតខ្លាចស្លេកញ័រមាត់សូម្បីតែនិយាយក៏និយាយមិនចង់កើតដែរគឺមានតែបងនីដែលគាត់ស្មារតីរៀងរឹងមាំជាងគេចឹងបងនីក៏រៀបរាប់រឿងរ៉ាវប្រាប់ទៅម៉ាក់បងឌីណាទៅដែលបងនីគាត់ប្រាប់តាំងពីទៅចំការតរ៉េនទី1ម៉េះគាត់ថាគាត់ទៅដល់ជួបរូបរាងលោកតាម្នាក់ដែលអត់ក្បាលអង្គុយនៅលើដើមតរ៉េនហើយមកដល់ចំការទី2ឃើញក្បាលលោកតាម្នាក់នោះល្មៀលនៅដីហើយខ្លួនគាត់ក៏មកបង្ហាញខ្លួននៅចំការទី2ទៀតនិយាយទៅបងនីនិយាយថងនិយាយរឿងរ៉ាវដែលពួកគាត់ជួបប៉ុន្តែអ្វីដែលវាចម្លែកគឺពេលដែលបងនីនិយាយប្រាប់ម៉ាក់បងឌីណាហើយលេងម៉ាក់បងឌីណាម្នាក់នោះគាត់មិនសូវជាភ្ញាក់ផ្អើលឬមួយក៏តក់ស្លុតអីទេនិយាយទៅម៉ាក់បងឌីណាធ្វើដូចជារឿងរ៉ាវហ្នឹងវាធ្លាប់កើតឡើងច្រើនដងហើយវាគឺជារឿងទូទៅអញ្ចឹងណាអញ្ចឹងម៉ាក់បងឌីណាពេលហ្នឹងអត់សូវជាតក់ស្លុតទេប៉ុន្តែគាត់មានសំណួរសួរទៅ4អ្នកគាត់វិញដោយម៉ាក់បងឌីណាគាត់សួរថាក្នុងចំណោម4អ្នកហ្នឹងមានពីណាដែលនិយាយមិនល្អជាមួយម្ដាយឪពុកអត់ឬមួយក៏ឆ្លើយជាមួយម្ដាយឪពុកអត់ដឹងគុណម្ដាយឪពុកអញ្ចឹងណាម៉ាក់បងឌីណាគាត់សួរអញ្ចឹងហើយដល់ពេលសួរទៅម្នាក់គេអត់ដឹងអីទេប៉ុន្តែបងស៊ីគាត់ក៏ចាំថាយប់មិញហ្នឹងអាពេលដែលគាត់ចេញមកពីផ្ទះពុកគាត់មិនស្រីជេរគាត់មែនទេពុកបងស៊ីថាអត់ឲ្យបងស៊ីចេញមកទេហើយពុកគាត់ស្រីជេរស្រីថាឲ្យហើយបងស៊ីដោយសារតែគាត់នៅក្មេងគាត់រៀងក្តៅកាហាយដែរអញ្ចឹងគាត់ក៏តមាត់ទៅពុកគាត់វិញទៅហើយគាត់មិនត្រឹមតែតមាត់ទេពេលដែលគាត់ដើរចេញពីផ្ទះគាត់ដើរនៅតាមផ្លូវហ្នឹងគាត់ឆ្លៀតល្អូឆ្លៀតនិយាយថាឲ្យពុកគាត់និយាយទៅឯងហ្នឹងនិយាយទៅគាត់អត់ចាប់យ៉ាងហ្នឹងបងស៊ីគាត់ក៏យករឿងហ្នឹងប្រាប់ទៅម៉ាក់បងឌីណាទៅហើយម៉ាក់បងឌីណាគាត់លឺហើយគាត់ក៏ដឹងគាត់ដឹងថាអូប្រហែលជាអាហ្នឹងហើយដែលជាមូលហេតុធ្វើឲ្យ4អ្នកគាត់ត្រូវខ្មោចលងហើយដល់ពេល4អ្នកគាត់លឺអញ្ចឹងមិនអត់យល់មែនទេអត់យល់ថាម៉ាក់បងឌីណាកំពុងតែនិយាយពីអីហើយម៉ាក់បងឌីណាចង់សម្ដៅលើរឿងអីអញ្ចឹងណា4អ្នកគាត់អត់តន់យល់ទេប៉ុន្តែម៉ាក់បងឌីណាពេលហ្នឹងគាត់ថាឥឡូវហ្នឹងវានៅងងឹតវានៅយប់អញ្ចឹងអត់តន់ហ៊ាននិយាយទេចាំមើលតិចទៀតចាំគាត់និយាយប្រាប់អញ្ចឹងគាត់ប្រាប់ប៉ុណ្្នឹងហើយគាត់ក៏ហៅក្រុមពួកគាត់4នាក់ហ្នឹងចូលទៅអង្គុយក្នុងផ្ទះសិនចូលទៅអង្គុយក្នុងផ្ទះផឹកទឹកផឹកអីហើយសម្រួលអារម្មណ៍សិនណាបានចូលទៅដល់ម៉ោង 7-6 ព្រឹកបានម៉ាក់បងឌីណាហ្នឹងគាត់និយាយរឿងរ៉ាវមួយប្រាប់ម៉ាក់បងឌីណាគាត់ប្រាប់ថាលោកតាដែល4នាក់គាត់ជួបហ្នឹងប្រហែលជាតាធុនដោយម៉ាក់គាត់ថាយូរហើយប្រហែលជាខ្ទង់7-20 ឆ្នាំមុនណាមានលោកតាម្នាក់ឈ្មោះថាតាធុនហើយតាធុនម្នាក់ហ្នឹងគាត់ជាអ្នកភូមិនៅនឹងឯងហើយគាត់មានតែកូនប្រុសម្នាក់ទេប្រពន្ធគាត់ស្លាប់បាត់ហើយអញ្ចឹងកាលនោះគាត់នៅ2នាក់កូនប្រុសហើយតាធុនដោយសារតែគាត់មានតែកូនប្រុសតែម្នាក់នោះអញ្ចឹងគាត់តាមចិត្តកូនប្រុសម្នាក់នោះគ្រប់យ៉ាងមិនថាកូនប្រុសគាត់ចង់បានអីក៏គាត់ទិញឲ្យកូនប្រុសគាត់ឃ្លានអីក៏គាត់រកឲ្យកូនគាត់ចង់បានលុយចាយក៏គាត់រកលុយឲ្យចាយនិយាយទៅគាត់ស្រឡាញ់កូនពេកគាត់ស្រឡាញ់កូនពេកគាត់ព្រមតាមចិត្តកូនគ្រប់យ៉ាងហើយតាធុនម្នាក់នោះគាត់រកស៊ីខាងមើលចំការតរ៉េនឲ្យគេអញ្ចឹងពេលដែលគាត់បានលុយគាត់យកមកឲ្យកូនប្រុសគាត់នឹងឯងហើយគាត់ធ្វើការចិញ្ចឹមកូនតាមចិត្តកូនប្រុសគាត់បែបហ្នឹង
là hô to ta con quạt thùng mà dụ bà hai chia mà phải năm chiếng á bạn phải nâng ta thôn quạt có sọc cặp hiệp sao riêng cái sao thôi cả lên sớ bàn hà xa chữ còn đáp bê đại ta thôn quạt cha quạt sao quạt lên sơ miên cầm lắng đôi món con pro bò quạt nó vì mình chăm ta thôn bình tế vì tham tang tia lôi pi ta thôn tràn chừng môn tiệt nhớ tới con pro mà nè nông vì ọt đằng con ở bốc á vì khơi ở bốc chư ở bốc họ lưỡi ọt bán vì tới chỉ rò rường hay vì chê ta thôn việc đánh oi ta thôn nâng tới thơ ca tới hộ si hộ lôi oi vía đầm bay vía nâng do tới phật si trái vía sờ bay cứ vì phở chỉ đất đôi khmê nhá hay năm mới đã xa ta thôn nâng anh chăm con tam chất con pe con trong ban ấy cỡ áo nhá ở đâu pe lỡ con vì thống chỉ đất biết cứ nơi đôi đàm vì trong ban ấy vì thời tập bàn ở đâu pe ta thôn quạt cha quạt hộ lên ban đôi môn nó chẳng câu nó sợi chơi sợi tha oi là hô to ta thôn nó từ phơi ca oi kê tàng trừ đôi tha con quạt nó vì bậc không quạt pe chứ chẳng ta thôn nó quạt có thòm phơi ca từ phơi tàng trừ nó pe đại ta thôn quạt từ diêm chấm ca ta đến oi kê nó sạp ta miên chụp mối con pra quạt nó đôi tao vì sờ vâng vì thời ca lôi á vì có tờ rõ ta thốn đó chấm ca ta đến vì ta đó vì sợi chơi sợi tha oi vì ti lôi pi ta thôn nó còn đây ta thôn pe nó ọt toàn bạc lôi tì chẳng ta thôn ọt miên lôi oi vì ta phật si tiệt tì hay là pe ọt miên lôi ọt miên ấy oi vì chẳng bạn con đây là chan mà nè nóng vì phứ bạp ở bộc vì run vì tràn ta thôn hay vì mình thầm ta run tràn tế vì vay ta thôn nông tiệt hay vậy để vì run thôn ta tôi do ọt bán cứ con pro mà nè nóng vì sầm lập ta thôn chào hay ca sầm lập bao vía cứ ra hai men tên cứ con pro mà nè nóng vì cắt cái ba ta thôn đặt trên bị khôn hay vì do cái ba ta thôn nó từ bỏ chào nơi prey cào trong ca ta đến cứ pe cao hết ăn miên là ná khơi nhá này cứ treo vậy để kia đằng pe cào cứ pe để vì sầm lập ở khôn ai háo nhá con pro mà nè nóng vì có rốt kích khôn bạt từ hay bạn sai làng nó nè kê mau mưa trong ca ta đến xem tiết kê mau khơi xạ sập ta thôn mà nè nóng nơi ta khôn thì mình đang chỉ có ba từ nà hay có ba nắng lư thả 4-5 tháng ngày cõi từ miền nè rò khơi cứ rò khơi nơi prey khang cõi trong ca ta đến năng ảnh chẳng có kê chập đam đằng tha ta thôn mà nè nóng slap đại xa kê sầm lap nè sầm lap nắng từ bộ lối mình đằng tha nè na thì mình đã sơ du tới có đằng tha nè đã sầm lap ta thốn cứ con pro quạt năng ảnh hay có kê chập con pro nâng có xa rập hiệp tới bàn rương ráo đối để nhóm dậy một nâng chân cứ vì mau sầm lap vì tiền lôi ở bán vì có sầm lap ở vì chào từ giờ con nâng có chop ấy tam pa bay nì từ hay coi pe đã ta thôn slap bát mình sơ miên nè ná từ ta thôn lon tì vậy tới nè nơi có bay trong ca ta đến rư cổ nè phơi ca nơi nóng cái ót sơ khơi ta thôn mà lon mà ấy tí con tay nè đại khơi ta thôn mà lớn cứ bị chán miên ta nè đại ót cột mà đại bục cứ đôi là bếp thay dương chơi chỉ môi mà đại bục dương sợ dương tha ao dương sợ đây quát nè bẹp nóng ao ta tham mau có bay trong ca ta đến cứ đăng ta khơi ta thôn bằng hàng khôn ai bằng hàng khôn cứ cùi khai men tênไปคลาเมาแต่ก็บ้าไปคลาเมาแต่คลูนอดก็บ้าคือกอดบังฮันคลูนโดยไปแต่กอดสลับยังมาบองดีนะกอดแผลเมาจังกอดกอดทาวิญญาณตาจ่าได้กรองปุกอดบนเนี่ยเคยนึงปะหายเชียตาทนมาเนี่ยน้องไอ้ตาทนกอดสลับยูเฮาปแต่บนเนี่ยกอดเนยแต่เคยเตี้ยจังมีในท่าตาทนมาเนี่ยน้องมันตอนเตอนาตีคือวิญญาณกอดสันทัดเนยมาดมนึงน่ะเหล่ายะvà đã đôi mạ bao đi na prap chân cứ ta thốn ọt sâu trên mà lon kê ti bà cọt trên mà lon cứ trên mà lon tái câu ná đẻ cắt tay nhũ trong pua mà đà bục rồi co sầm đây mình là ó trong pua mà đà bục chẳng hai Paul đã bôn nè cọt thử không mọi lớn cứ bà hai chia mau pi bông xì đại bông xì cọt vậy mình là ó cọt chua chỉ môi bục cọt hai bục cọt khăng nữa từ vừa bôn nè cọt từ ta thốn mà lon mà rồ năng cứ chia hai Paul á hai Paul đại ta thôn quạt mà rồi ta không ai na đại chơi trong pua mà đào bốc bông bông đắng ấy bên đấy ta mau bị hai Paul ấy cứ đại xa ta thốn quạt slap đôi xa con cắt nhu con quạt nữa vì sầm lap quạt chúng ta thốn quạt slap nè không ai na đại chơi trong mũi mà đào bốc ót cọp mà đào bốc nữa cứ ta thôn lâu từng
ចុះបើគាត់ស្លាប់ដោយសារតែអាកូនបែបហ្នឹងណាអញ្ចឹងសរុបមកហេតុផលដែលតាធនមករកពួកគាត់មកលងពួកគាត់គឺមិនមែនតាធនម្នាក់នោះគាត់ជាម្ចាស់ចំការតរេនគាត់ស្រឡាញ់ចំការរបស់គាត់មកលងអ្នកទៅលួចតរេនអីទេគឺគាត់លងដោយសារតែហេតុផលដូចខ្ញុំបានបញ្ជាក់មុននឹងចឹងហើយ4អ្នកគាត់ពេលដែលឮម្ដាយរបស់បងឌីណាប្រាប់បែបហ្នឹងហើយពួកគាត់ថាពួកគាត់លែងហ៊ានទៅលួចតរេននៅចំការកន្លែងនោះទៀតហើយដោយសារតែពួកគាត់ឃើញច្បាស់ពេកអញ្ចឹងចាប់តាំងពីពេលនោះមកគឺរៀងអត់ហ៊ានទៅលួចអត់ហ៊ានទៅកន្លែងនោះទៀតទេប៉ុន្តែបើនៅចំការផ្សេងនៅតែទៅដូចដើមគ្រាន់តែថាកាត់បន្ថយជាងមុនណាហើយហ្នឹងឯងរឿងរ៉ាវហេតុការណ៍ដែលពួកគាត់បានជួបគឺមានតែប៉ុណ្្នឹងទេនិយាយទៅរឿងនេះគឺជារឿងមួយដែលយើងស្ដាប់ហើយយើងមិនគួរយកតម្រាប់តាមពួកគាត់ទេពីពួកគាត់នេះអត់ខុសពីចោលទេទោះបីជាអ្វីដែលពួកគាត់ទៅលួចវាគឺជារបស់បន្តិចបន្តួចដូចថាផ្លែឈើ2-3ផ្លែអញ្ចឹងណាវាតិចតួចពិតមែនប៉ុន្តែវាអត់ត្រឹមត្រូវទេហើយបើសិនជាម្ចាស់ចំការគេឃើញគេអាចនឹងវាយសម្លាប់គាត់ក៏ថាបានដែរអញ្ចឹងវាគ្រោះថ្នាក់ណាស់អត់គួរទៅលួចចូលទៅលួចបេះអីរបស់គេទេបើថាអត់ណាស់សុំគេទៅកែលោកគេឲ្យតែបើថាចូលទៅលួចគេប្រយ័ត្នអីមែនតែនបើមិនគុកទេក៏គេវាយស្លាប់ដែរហើយរឿងនេះវាកើតយូរហើយអញ្ចឹងជំនាន់នោះអាចនឹងមិនសូវជាតឹងរឹងឬក៏ម្ចាស់ចំការផ្សេងគាត់មិនសូវជាមានអ្នកជួលអ្នកយាមច្រើនណាតែបើសម័យយើងឥឡូវអាចនឹងតឹងរឹងជាងមុនម្ចាស់ចំការនីមួយគាត់អាចនឹងជួលមនុស្សច្រើនឲ្យទៅយាមចំការរបស់គាត់ពីព្រោះចំការរបស់គេវាគឺជាទ្រព្យសម្បត្តិរបស់គេគឺជាចំណូលរបស់គេអញ្ចឹងគេជួលមនុស្សច្រើនទៅយាមអញ្ចឹងបើយើងចូលផ្ដេសផ្ដាស់ប្រយ័ត្នគេបាញ់ស្លាប់ហើយបងទីគាត់បញ្ជាក់មួយគាត់ថាអាចរិតទៅលួចគេហ្នឹងអាហ្នឹងគឺជាចរិតពីក្មេងរបស់គាត់ឥឡូវគាត់ឈប់លួចណាហ្នឹងអានេះគាត់បញ្ជាក់ថាវាជារឿងពីមុនទេឥឡូវគាត់ឈប់លួចឈប់អីហើយដូចថាគាត់រៀងអាយុច្រើនគាត់រៀងចេះគិតចេះគូអាខាងនោះអត់តន់ចេះគិតក៏ដើរលួចគេទៅហើយណាមួយគាត់ថាក្មេងៗនៅភូមិរបស់គាត់ហ្នឹងណាលួចគេសឹងតែគ្រប់គ្នាលួចអាបន្តិចបន្តួចហ្នឹងណាលួចបេះនេះបេះនោះបេះនេះបេះនោះដល់ពេលអញ្ចឹងទៅគាត់ក៏លួចតាមគេតាមឯងទៅដូចថាវាជាទម្លាប់ទូទៅនៃក្មេងៗក្នុងភូមិរបស់គាត់កាលនោះណាអញ្ចឹងគាត់បញ្ជាក់ហើយបញ្ជាក់ទៀតថាឥឡូវគាត់លែងលួចគេដូចមុនហើយបើនិយាយពីតាធនវិញគឺអាណត្តិគាត់មែនតើដូចថាគាត់មានតែកូនប្រុសម្នាក់ហើយប្រពន្ធគាត់ស្លាប់យូរហើយដល់ពេលគាត់នៅសល់តែកូនប្រុសម្នាក់អញ្ចឹងគាត់ស្រឡាញ់កូនពេកគាត់ស្រឡាញ់កូនគាត់ខ្លាំងគាត់ព្រមគ្រប់យ៉ាងកូនចង់បានអីក៏ទិញឲ្យចង់ធ្វើអីក៏ព្រមចង់បានលុយក៏រកលុយឲ្យហើយដល់ពេលគាត់ព្រមតាមចិត្តកូនខ្លាំងពេកបែបហ្នឹងរហូតតតែកូនគាត់ធំឡើងកូនគាត់ទៅជាមនុស្សដែលចរិតយល់តែចិត្តខ្លួនឯងចុះចិញ្ចឹមកូនស្រួលពេកកូនធំឡើងទៅជាអត់ដឹងខ្យល់អីទេអត់ដឹងគុណឪពុកហើយចង់បានអីគិតទៅពីស្រែកគិតទៅពីសឡុតឪពុកហើយផឹកស៊ីដើរលេងហើយដល់ពេលវាស្វឹងវាឈួតវាអញ្ចឹងទៅវាមកទាលុយពីតាធនអត់លុយឲ្យវាលេងអាកូនប្រុសម្នាក់នោះវាយធ្វើបាបហើយសម្លាប់តាធនចោលទៀតហើយសម្លាប់បែបសាហាវមែនតើគឺកាត់ក្បាលឪពុកចោលបងប្អូនគិតមើលទៅវារន្ធត់កម្រិតណាហើយវាអាចម្យ៉ាងដែរអាចថាពេលនោះកូនប្រុសតាធនដូចថាគាត់ស្វឹងគាត់រៀងមានជាតិស្រានៅក្នុងខ្លួនហើយចរិតគាត់វាចោលមកសៀតបែបហ្នឹងទៀតអញ្ចឹងក៏សម្លាប់ឪពុកខ្លួនឯងបែបខុសខើដល់ថ្នាក់ហ្នឹងនិយាយទៅវាផ្សំចូលគ្នាអាចរិតអាក្រក់ផងហើយស្រាចូលខ្លួនទៀតអញ្ចឹងអ្នករងគ្រោះធ្ងន់ទៅជាតាធនវិញចាណាត់តាធនមែនតើចំណុចហ្នឹងក៏វាជាមេរៀនល្អសម្រាប់យើងអ្នកស្ដាប់ដែរណាដូចថាការចិញ្ចឹមកូនកុំតាមចិត្តវាពេកត្រូវតែចេះប្រាប់វាថាអានេះគួរធ្វើអានេះមិនគួរធ្វើហើយចង់បានអីត្រូវតែចេះគិតថាវាសមរម្យអត់មិនមែនចេះតែពីទាចេះតែពីទាហើយយើងនេះចេះតែពីទិញឲ្យហ្នឹងក្មេងនឹងធំឡើងដឹងតែខូចហើយឲ្យតែថាយើងតាមចិត្តវាដល់ថ្នាក់ហ្នឹងណាអញ្ចឹងអាត្រង់កន្លែងហ្នឹងក៏វាជាចំណុចអប់រំមួយដែលយើងអ្នកស្ដាប់ដូចគ្នាអូខេចឹងហេតុការណ៍ដែលពួកគាត់ជួបគឺមានតែប៉ុណ្្នឹងទេចឹងអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃសម្រាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅដំណើរខ្មោចក្រោយៗទៀតបាយបាយডিজিটাল সাউন্ডার মনিটরের 3D গ্রাফে যখন আমি পানির 17 ফিট নিচের অবজেক্টটা স্ক্যান করছিলাম তখন নদীর তলদেশের কাদামাটি চিরে একটা মরচে পড়া বিশাল লোহার তেলের ড্রাম নিজে থেকেই মানে আপনি ভেসে ওঠে পন্টনের কাঠের টেকে এসে ধাক্কা খেল। ড্রামটার গায়ে
মোটা শিকল দিয়ে একটা বড় তালা মারা ছিল। আমি লণ্ঠনটা হাতে নিয়ে দেখার জন্য যেমন একটু সামনে ঝুঁকেছি, অমনি ড্রামের জং ধরার তলাটা প্রচন্ড শব্দ চিরে গিয়ে একটা কুচকুচে কালো শ্যাওলা মাখানো হাত তীরের বেগে বের হয়ে এসে সরাসরি আমার কলারটা চেপে ধরলো। ওটার নখগুলো ছিল লোহার মতো শক্ত, আর ওটার গায়ের তাপমাত্রা ছিল বরফের চেয়েও ঠান্ডা। ওটা সেকেন্ডের মধ্যে আমাকে টেনে ড্রামের সেই চেরা অন্ধকারের দিকে নিয়ে যেতে লাগলো। আর তখনই আমার কানের ঠিক ওপাশে মাত্র 1 ইঞ্চি দূরত্বে একটা পচা জলার কাদর গন্ধ ছড়ানো নিঃশ্বাস ফেলে কে একজন খিলখিলি করে হেসে উঠে বলল, রিফাত, ব্রহ্মপুত্রের পানির গভীরতা তো অনেক মাপলি, আজ একটু এই ড্রামের ভেতরে অন্ধকার গভীরতাটা মাপবি, চল। এই ঘটনা 2024 সালের আগস্ট মাসের একটা ঝড় রাতে কুড়িগ্রামের চিলমারি কাঠেল ওই দিকের ব্রহ্মপুত্র তখন অনেক বর্ষার পানিতে উত্তাল থই থই করছে কালো জল। চিলমারির ওদিকে একটা কোনায় ব্রিটিশ আমলের একটা বিশাল লোহা জরাজীর্ণ কার্গো পন্টন পরিত্যক্ত অবস্থায় কাদার মধ্যে দেবে গিয়েছিল। তো নদী ভাঙ্গনের কারণে ওই এলাকার পানির নিচে মাটির গঠন পরিবর্তনের একটা সার্ভে করার দায়িত্ব পড়েছিল আমার উপরে। সেদিন বাইরে প্রচন্ড ঝড় বৃষ্টি হচ্ছিল। পন্টনের ভেতরে ছাদ ছুঁয়ে পানি পড়ার টপ টপ শব্দ ছাড়া আর কোনো আওয়াজ ছিল না। রাত তখন আনুমানিক 2টা। আমার সাথে থাকা বোটের মাঝিরা সবাই নদীর ওপারে মেন ঘাটের দোকানে আশ্রয় নিয়েছিল। আমি একাই পন্টনের ছোট্ট কেবিনে বসে ল্যাপটপে ডেটা এন্ট্রি করছিলাম। হঠাৎ করেই পন্টনের মেইন ব্যাটারি ব্যাকআপটা ট্রিপ করে বন্ধ হয়ে গেল। কিন্তু সবচেয়ে অদ্ভুত ব্যাপার হলো, পাওয়ার চলে গেলেও আমার সাউন্ডার মনিটরটা আপনা থেকেই একটা বিকট কোঙ্কানির মতো শব্দ করে চালু হয়ে গেল। সেটা লেন্স দিয়ে একটা তীব্র ঘোলাটে পানি বা নীল আলো আমার চোখে পড়ল, পল্টনের সেই ভাঙ্গা দরজার ওপর। আমি হতভম্ব হয়ে গেলাম। আর ঠিক তখনই আমার চোখের সামনে ঘটল সেই নারকীয় ঘটনা যা আমি মাত্রই শুরুতে বলেছি। সেই ড্রাম চিরে হাত বেরিয়ে আসা এবং আমার কানের কাছে সেই ভুতুরে খিলখিল হাসি। ভয়ে আমার স্পন্দন বন্ধ হয়ে যাওয়ার উপক্রম হলো। ওই কুচকুচে কালো হাতটার নখগুলো আমার শ্বাস নালী ফুরে ভেতরে ঢুকে যাচ্ছিল। অমনি আমি ছটফট করতে করতে পল্টনের ভাঙ্গা মেঝেটার দিকে তাকালাম। সেই আব্বা নীল আলোয় দেখলাম পল্টনের চারপাশের অন্ধকার পানি থেকে ডজন ডজন কঙ্কাল সার ফ্যাকাশে অবয়ব সোজা হয়ে ভেসে উঠছে। তারা সবাই একতালে তাদের পচা ধরগুলো সামনে পিছনে দুলাচ্ছে, যেন তারা খুব মন দিয়ে আমার মৃত্যুকে দেখছে। আমি জানতাম যদি আমি এখানে আর 1 সেকেন্ড দেরি করি তাহলেও আমার ঘাড় মটকে দেবে, ওই লোহার ড্রামের ভেতর ঢুকিয়ে পানির নিচে তুলিয়ে দেবে। তাই আমি আমার শেষ শক্তি দিয়ে বাঁ হাতটা বাড়িয়ে টেবিলের উপর থাকা ভারী মেটাল রেঞ্চটা তুললাম এবং আমি কোনো কিছু না ভেবেই আমার সেই চামড়া খসে পড়া হাতটার কবজিতে রেঞ্চটা সজোরে গেঁথে দিলাম। তখন সেখান থেকে কোনো রক্ত বের হলো না, কিন্তু ড্রামটার ভেতর থেকে একটা বিকট কাঁচ ভাঙ্গার মতো শব্দ হলো এবং সঙ্গে সঙ্গে পুরো পল্টন এক নিমিষে কুচকুচে কালো এবং অন্ধকারে ডুবে গেল। আমার গলার সেই বরফ শীতল বাঁধনটা এক ঝটকায় আলগা হয়ে গেল আর আমি মেঝেতেই আছড়ে পড়লাম। আমি আর 1 সেকেন্ডও দাঁড়াইনি সেখানে। অন্ধের মতো হাতড়ে হাতড়ে
পল্টন থেকে লাফ দিয়ে কাঁদো আর পানি ভেঙে তীরের দিকে দৌড়তে লাগলাম। ভোরবেলা ঘাটের লোক ও পুলিশ আমাকে রক্তাক্ত অবস্থায় উদ্ধার করে এবং কুড়িগ্রাম সদর হাসপাতালে নিয়ে যায়। পরদিন সকালে যখন ওই পল্টনে যায় পুলিশেরা, তারা সেখানে আমার রক্তের দাগ ছাড়া আর কিচ্ছু পায়নি। তবে চমকে ওঠার মতো বিষয় ছিল পল্টনের কাঠের ডেকটা, সেখানে একটা মানুষের চওড়া হাতের তালুর পোড়া কালো ছাপ বসে গিয়েছিল, যেন কেউ জ্যান্ত কয়লা দিয়ে সেটাকে পুড়িয়ে দিয়েছে। পরে ওই ঘাটের একটা পুরনো বুড়ো মাঝি আমাকে একটা গোপন ট্র্যাজেডির কথা বলে। তিনি বলেন, 1971 সালের একটা ভাদ্র মাসের রাতে একদল চোরা কারবারি ওই ঘাটের ওই 3 জন পাহারাদারকে জ্যান্ত অবস্থায় হাত পা বেঁধে লোহার ডামে ঢুকিয়ে শিকল দিয়ে তালা মেরে ব্রহ্মপুত্রের মাঝখানে ডুবিয়ে দিয়েছিল। তখন প্রশাসন নিজেদের পিঠ বাঁচাতে সেই ঘটনা ওখানে ধামাচাপা দিয়ে দেয়। এই ছিল ভাই আজকের ঘটনা। আশা করছি আজকের ঘটনা আপনাদের ভালো লেগেছে। যদি ভালো লাগে আপনারা অবশ্যই লাইক কমেন্ট শেয়ার করবেন এবং দেখা হচ্ছে পরবর্তী কোন এপিসোডে। আজকের মতো এখানে বিদায়। আল্লাহ হাফেজ।